ព័ន្ធនឹងស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាហើយសួស្តីសម្ដេចផងយ៉ាងសួស្តីទាំងអស់គ្នាអរគុណច្រើនហើយក៏សួស្តីអស់លោកដែលជាមន្ត្រីដែលកំពុងតែត្រូវបានសម្ដេចចោទថាប្រព្រឹត្តអំពើពុករលួយឬក៏មិនអនុវត្តគោរពតាមផ្លូវច្បាប់ជាដើមឡាក់ណាសួស្តីអ្នកទាំងអស់គ្នាផងអញ្ចឹងមកន័យថាការលើកឡើងរបស់ខ្ញុំគឺវាអត់ត្រូវសោះហ្មងញ៉េះមែនទេអត់ត្រូវសោះសំណួរសួរថាតើស្ថានភាពផ្ទៃក្នុងនៅក្នុងរបបមីចៅស្រុកខ្មែរឥឡូវនេះវាស្ថិតនៅក្នុងដំណាក់កាលមួយណានិយាយទៅគឺវាពាក់ព័ន្ធជាមួយនឹងយុទ្ធសាស្ត្ររបស់លោកប្រធានាធិបតីដូណាល់ត្រាំយុទ្ធសាស្ត្រដែលលោកប្រធានាធិបតីអនុវត្តនៅក្នុងប្រទេសវេណេស៊ុយអេឡាយុទ្ធសាស្ត្រមួយនេះគឺធ្វើឲ្យអ្វីគេហៅថាគឺវាប្រែប្រួល100ដឺក្រេជាពិសេសការបន្ទប់ចិត្តគ្នារវាងរបបផ្ដាច់ការទូទាំងពិភពលោកមិនថានៅរបបកុម្មុយនីសផ្ដាច់ការនៅចិនមិនថារបបកុម្មុយនីសផ្ដាច់ការនៅកម្ពុជាមិនថារបបកុម្មុយនីសផ្ដាច់ការនៅអាហ្វ្រិកនៅទីណាទីណីទេនៅកូរ៉េខាងជើងក៏ដោយឥឡូវនេះគឺកំពុងតែវិវត្តនៅក្នុងការដែលគេហៅថាបន្ទប់ចិត្តគ្នាណាអូខេយុទ្ធសាស្ត្ររបស់លោកប្រធានាធិបតីដូណាល់ត្រាំនៅវេណេស៊ុយអេឡាក្នុងករណីដែលលោកត្រាំធ្វើឲ្យមានអនុប្រធានាធិបតីរបស់ម៉ាឌូរ៉ូណាដែលនៅក្នុងប្រទេសវេណេស៊ុយអេឡាគឺ Rodriguez ដែលគាត់ត្រូវបានទទួលនៅការដឹកនាំប្រទេសបន្ទាប់ពីម៉ាឌូរ៉ូដួលរលំឬក៏ត្រូវបានចាប់ខ្លួនដែលធ្វើឲ្យប្រទេសវេណេស៊ុយអេឡាវិលមករកលទ្ធិប្រជាធិបតេយ្យសេរីឡើងវិញនិងភាពរុងរឿងឡើងវិញណាធ្វើឲ្យរបបកុម្មុយនីសទាំងអស់កាន់តែមានការភ័យខ្លាចជារៀងរាល់ថ្ងៃនិងរៀងរាល់ម៉ោងហើយធ្វើឲ្យពួកគេមានអារម្មណ៍ហៅថាភ័យខ្លួនឯងហើយធ្វើឲ្យពួកគេនឹងមានការសកម្មបានន័យថាប្រុងប្រយ័ត្នមានការប្រុងប្រយ័ត្នរាល់ពេលរាល់ម៉ោងរាល់វិនាទីទាំងអស់តែបើឲ្យមើលឃើញថាគេបង្ហាញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយឲ្យមើលឃើញថារបបរបស់គេនៅតែសហការគ្នាល្អទេនៅតែល្អកល្អឿនគ្នាល្អទេអូខេហើយការសង្ស័យគ្នានេះវានឹងរុញឲ្យជនផ្ដាច់ការត្រូវតែសម្លាប់មនុស្សក្បែរខ្លួនទាំងអស់ឥឡូវនេះឃើញអ្នកស្លាប់ដោយកាំងបេះដូងស្លាប់តែអីដូចច្រើនណាឥឡូវហ្នឹងជាពិសេសអ្នកមានផ្កាយមានទូនាទីឥឡូវហ្នឹងឃើញឲ្យមើលឃើញថាអូសោកស្ដាយមិននឹកស្មានដល់ទេមែនទេច្រើនណាឥឡូវនេះច្រើនមែនទេសង្ឃឹមថាហ្នឹងមិនមែនស្ថិតនៅក្នុងអាការដែលខ្ញុំលើកឡើងនឹងទៅចោះណាមិនដាច់ណោះមែនទេគ្មានទេប៉ុន្តែខ្ញុំគិតថាមនុស្សដែលនៅក្បែរសម្ដេចគឺជាមនុស្សដែលពូកែគឺគាត់ដឹងច្បាស់ជាងខ្ញុំឆ្ងាយគាត់យល់ច្បាស់ជាងលក្ខណៈឆ្ងាយអូខេការសង្ស័យគ្នាវានឹងរុញឲ្យជនផ្ដាច់ការត្រូវតែសម្លាប់មនុស្សក្បែរខ្លួនទាំងអស់ដើម្បីកុំឲ្យពួកគេមានឱកាសក្លាយទៅជា Rodriguezបានន័យថាកុំឲ្យពួកគេក្បត់ជនផ្ដាច់ការដើម្បីដួលរំលំរបបផ្ដាច់ការកុម្មុយនីសដូចនៅប្រទេសវេណេស៊ុយអេឡាធ្វើឲ្យជនផ្ដាច់ការមានទោសរបូតចេញពីអំណាចសង្ឃឹមថាសម្ដេចបានធ្វើរឿងនឹងទៅចោះមែនទេសម្ដេចទីលោកធានាធិបតីដូណាល់ត្រាំនេះមើលទៅមិនកើតទេប៉ុន្តែដាក់មួយស្នៀតមកណាមិនបាច់ប្រើក្របទេណាយុទ្ធសាស្ត្រនេះមិនបាច់ប្រើកងទ័ពទេយុទ្ធសាស្ត្ររបស់លោកប្រធានាធិបតីដូណាល់ត្រាំនេះកុម្មុយនីសមួយចំនួននេះណាទី1លោកត្រាំមិនបាច់ប្រើកងទ័ពមិនបាច់ប្រើអាវុធនាំអស់ក្របហេមែនសួស្ដីខ្លាំងណាស់អីលុយតើឲ្យណាបានលោកហើយម៉ៃឲ្យដល់ដូណាល់ត្រាំអូខេហើយពេលនេះដោយសារតែខ្លាចមេចៅស្រុកខ្មែរចោតខ្លួនថាជា Rodriguez បានន័យថាមន្ត្រីជាន់ខ្ពស់ទាំងអស់ឥឡូវនេះគាត់ភ័យខ្លាចសម្ដេចគ្រួសារសម្ដេចចោទថាគាត់គឺជាអ្នកកំពុងតែនឹងចង់បានតំណែងជាប្រធានាធិបតីនៅក្នុងប្រទេសកម្ពុជាដោយដែលលោក Rodriguez
ដែលជាមន្ត្រីជិតស្និទ្ធរបស់ម៉ាឌូរ៉ូនៅប្រទេសវេណេស៊ុយអេឡាអញ្ចឹងហើយធ្វើឲ្យមន្ត្រីទាំងអស់ពេលនេះគឺគាត់កំពុងតែម្នាក់ខំប្រឹងបង្ហាញឬសម្ដែងឲ្យយល់ថាពួកគាត់មិនមែនជារ៉ូទ្រីហ្កេសទេដើម្បីឲ្យរបបមេចោលកុំឲ្យគេហៅថាចោលប្រកាន់គាត់ដាក់ការសង្ស័យគាត់នៅក្នុងលេខមួយគេដឹងថាបើសិនជាមេចោលមានការសង្ស័យហើយវាសនារបស់ពួកគាត់មិនដូចរ៉ូទ្រីហ្កេសទេវាសនារបស់គាត់គឺច្បាស់ជាត្រូវខ្សិនខ្ស៊ីតឬក៏គេហៅថាស្លាប់ទាំងគ្រួសារដោយពិបាកនៅក្នុងការរស់ហើយអញ្ចឹងគាត់ខំប្រឹងសម្ដែងថាគាត់ពិតជាសមោះជាមួយសម្ដេចហើយគាត់មិនធ្វើដូចជារ៉ូទ្រីហ្កេសរបស់ប្រទេសវេណេស៊ុយអេឡាដែលជាអ្នកមន្ត្រីជិតស្និទ្ធរបស់ម៉ាឌូរ៉ូដែលម៉ាឌូរ៉ូទុកចិត្តបំផុតនោះទេមិនទេប៉ុន្តែកាលណាមន្ត្រីទាំងអស់នោះកាន់តែបង្ហាញឲ្យយល់ថាគាត់ពិតជាមិនបានចង់ធ្វើជារ៉ូទ្រីហ្កេសធ្វើឲ្យគ្រួសារមេចោលកាន់តែមានការប្រុងប្រយ័ត្នចំពោះពួកគេកាន់តែខ្លាំងជាងពេលណាទាំងអមែនទេមែនទេសម្ដេចចាំមានន័យទៅបបាក់យល់ព្រោះរបបកុម្មុយនីសមើលឃើញគំរូហើយថារឿងទាំងអស់វាអាចត្រូវតែទៅបានជាដាច់ខាតអ្វីគ្រប់យ៉ាងវាត្រូវតែទៅរួចអញ្ចឹងតើនៅប្រទេសកម្ពុជាអ្នកណាជារ៉ូទ្រីហ្កេសបានន័យថាអ្នកណាជាអ្នកដែលធ្វើឲ្យរបបមេចោលនឹងត្រូវបញ្ចប់នៅក្នុងពេលដ៏ខ្លីខាងមុខនេះតើលោកសខេងលោកទាបាញ់ឬក៏លោកប្រធានក្រសួងហិរញ្ញវត្ថុឬក៏លោករដ្ឋមន្ត្រីស៊ុនចន្ទថលណែបបាក់ណាព្រោះរ៉ូទ្រីហ្កេសណាម៉ាឌូរ៉ូមិននឹកស្មានដល់ទេថាក្បត់គាត់ទេហើយមនុស្សដែលគ្រួសារសម្ដេចទុកចិត្តបំផុតណាដូចជាអីគេដូចជាលោករដ្ឋមន្ត្រីស៊ុនចន្ទថលដូចជាលោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុណាឈ្មោះអីទេភ្លេចទេនេះរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុភ្លេចហើយឈ្មោះអីទេដែលសក់សនោះនឹងសិតតែមនុស្សដែលសម្ដេចគាត់ទុកចិត្តបំផុតហើយអញ្ចឹងមនុស្សទាំងអស់នេះអាចនឹងខ្លាយទៅជារ៉ូទ្រីហ្កេសដែរឬទៅអត់ខ្ញុំគិតថាអាចច្រើនណាស់ហើយបើថាលោកសខេងប្រហែលជាមិនសូវអាចទេព្រោះដោយសារតែសម្ដេចមិនដែលទុកចិត្តលោកសខេងតាំងពីដើមមកម្លេះប៉ុន្តែមិនអាចឲ្យលោកសខេងទេព្រោះខ្លាចមន្ត្រីនៅក្រោមអំណាចក្រសួងមហាផ្ទៃបះបោរអញ្ចឹងអ្វីដែលសម្ដេចភ័យបំផុតមិនមែនភ័យលោកសខេងទេគឺភ័យដូចជាអូនពាន់នីរតដែលជាលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានន័យថាក្រសួងលុយរបស់គ្រួសារសម្ដេចទាំងសម្ដេចពុកនិងសម្ដេចកូនពុកកន្លងមកណាអាចនឹងខ្លាយទៅជារ៉ូទ្រីហ្កេសបានន័យថាអ្នកដែលផ្ដួលរំលំគ្រួសារសម្ដេចពុកបើនិយាយឲ្យសាមញ្ញណាអ្នកដែលអាចផ្ដួលរំលំរបបគ្រួសារសម្ដេចពុកយ៉ាដូច្នេះឥឡូវនេះយើងមើលទៅទី1ប្រភពព័ត៌មានខ្ញុំបានលើកឡើងពាក់ព័ន្ធជាមួយនៅក្នុងករណីដែលមើលឃើញថារបបនេះកំពុងតែនៅក្នុងករណីគឺកំពុងខ្លាចមន្ត្រីជំនាញខ្លួនឥឡូវនេះរបាយការណ៍នៅក្នុងការដែលបង្ហាញឲ្យមើលឃើញថាប្រព័ន្ធសារព័ត៌មានផ្សព្វផ្សាយជាច្រើនឲ្យយល់ថាអូមន្ត្រីផ្កាយ2មន្ត្រីផ្កាយ3ណាប្រព្រឹត្តខុសច្បាប់ឥឡូវនេះសម្ដេចបានចេញបញ្ជាដកហូតតំណែងត្រូវដាក់ទោស1 2 3 4 5ច្រើនមែនទេអញ្ចឹងខ្ញុំគិតថាអ្នកណាជារ៉ូទ្រីហ្កេសនេះខ្ញុំឆ្លាញ់លោកប្រធានាធិបតីដូណាល់ត្រាំណាមកយុទ្ធសាស្ត្រមួយនេះណានឹកស្មានមិនដល់ទេណាគ្មានអ្នកណានឹកស្មានដល់ទេបងប្អូនណានិយាយមកគ្មានអ្នកណានឹកស្មានដល់ទេគ្រប់គ្នាទូទាំងពិភពលោកគេនឹកស្មានថាពេលដែលធ្វើឲ្យជនដាច់ការនៅក្នុងប្រទេសមួយដួលរលំអំណាចដូចជានៅវេណេស៊ុយឡាបើសិនជាម៉ាឌូរ៉ូដួលរលំអំណាចអ្នកដែលត្រូវកាន់តំណែងជាប្រធានាធិបតីច្បាស់ជាគណៈបកប្រឆាំងហើយសូម្បីតែសម្ដេចពុកនិងកូនសម្ដេចពុកក៏គិតអញ្ចឹងដែរបានជាពុកហើយនឹងសម្ដេចពុកខំប្រឹងរៀបអាតួអង្គប្រឆាំងហ្នឹងឲ្យវាយល់ថាវាឡើងទៅថៃណាមានអ្នកតាមវាយវាហើយតាក់ទងសហការជាមួយអង្គការ UN អាក្រក់របស់ក្រុមអង្គការសហជីវជាតិអាក្រក់នេះទៀតដើម្បីបញ្ជូនពួកវាទៅក្រៅប្រទេសឲ្យយល់ថាវាពិតជា
អ្នកប្រឆាំងបិទប្រកបអ្នកស្នេហាជាតិបិទប្រកបដើម្បីឲ្យវាត្រឡប់ដល់ពេលដំណាក់កាលមួយឲ្យយល់ថាឲ្យវាត្រឡប់មកវិញដើម្បីចូលតួអង្គក្នុងនាមសាមរួមជាតិដើម្បីឲ្យវាបំរើផលប្រយោជន៍ឲ្យរបបនឹងទៀតដើម្បីឲ្យមានការបោះឆ្នោតបន្លំដោយការកន្លងមករហូតមកហ្នឹងអញ្ចឹងមកខ្ញុំប្រាប់ថាខ្ញុំក៏មិនដែលគិតថាសហរដ្ឋអាមេរិកដែលមានលោកប្រធានាធិបតីដូណាល់ត្រាំមានយុទ្ធសាស្ត្រដែលអស្ចារ្យគ្មានពីរបែបហ្នឹងទេគេហៅថាគ្មានពីរតែម្ដងអត់មានពីរកាត់ចោលមួយយុទ្ធសាស្ត្រនេះឃើញទេលយទេទី1ធ្វើឲ្យមន្ត្រីនៅក្នុងរបបកុម្មុយនីសទូទាំងពិភពលោកហ្នឹងគាត់មានឱកាសកែខ្លួនអញ្ចឹងបើគាត់ធ្វើអំពើអាក្រក់កន្លងមកបើសិនជាអាមេរិកដែលជាមហាអំណាចដែលជាអ្នកគ្រប់គ្រងច្បាប់អន្តរជាតិលើពិភពលោកប្រកាសបើកចំហបើសិនជាមន្ត្រីជាន់ខ្ពស់របស់របបកុម្មុយនីសទូទាំងពិភពលោកហ្នឹងរួមសហការដើម្បីបោសសម្អាតរបបកុម្មុយនីសផ្ដាច់ការនៅក្នុងប្រទេសរបស់ខ្លួនពួកគាត់ទាំងអស់គ្នានោះនឹងមិនមានទោសហើយថែមទាំងខ្លាយទៅជា hero របស់ប្រជាជននៅក្នុងប្រទេសរបស់ខ្លួនទៀតផងឃើញទេប៉ុន្តែប៉ុណ្ណោះគាត់មានសុវត្ថិភាពទាំងគ្រួសារទៀតផងប៉ុន្តែបើសិនជាគាត់នៅតែចូលរួមជាមួយរបបកុម្មុយនីសកុំថាឡើយជីវិតរបស់គាត់គ្រួសាររបស់គាត់ក៏អត់រួចខ្លួនដែរហើយពួកគាត់មន្ត្រីទាំងអស់ហ្នឹងក៏គាត់ដឹងច្បាស់ដែរថាគាត់បើគាត់ចូលរួមជាមួយកុម្មុយនីសមិនមែនបានន័យថាអាមេរិកឬក៏អន្តរជាតិកំទេចគាត់ទេអ្នកដែលសម្លាប់គាត់មុនគេហ្នឹងគឺអាជនផ្ដាច់ការកុម្មុយនីសនៅក្នុងអំណាចហ្នឹងហើយដែលជាអ្នកសម្លាប់គាត់និងគ្រួសាររបស់គាត់ហើយក៏គាត់ដឹងច្បាស់ទៀតថាអ្នកផ្សេងធានាសុវត្ថិភាពឲ្យគាត់មិនជឿទេតែបើសិនជាសហរដ្ឋអាមេរិកចេញមកធានាសុវត្ថិភាពឲ្យគាត់ដោយរ៉ូទ្រីហ្កេសនៅវេណេស៊ុយឡាទេគាត់ជឿជាក់ 100% នេះហើយដែលគេហៅថាយុទ្ធសាស្ត្រដែលមិនបាច់ប្រើគ្រាប់កំភ្លើងមិនបាច់ប្រើកងទ័ពទេមិនបាច់ចំណាយអស់លុយ1រៀលហើយធ្វើឲ្យរបបនេះណាវារញ្ជួយនឹងកាប់សម្លាប់គ្នាយ៉ាងសាហាវអញ្ចឹងច្បាស់ណាស់មន្ត្រីទាំងអស់ដែលមានរហូតដល់ 99% នឹងធ្វើការផ្ដួលរំលំរបបកុម្មុយនីសដោយខកខានមិនបានទេអញ្ចឹងប្រទេសកម្ពុជាមិនខ្វះរ៉ូទ្រីហ្កេសទេបានន័យថាមិនខ្វះអ្នកដែលក្បត់របបមេចោលទេខ្ញុំចេះតែថាទេណាកុំទៅជឿណាកុំទៅជឿសម្ដេចទៅជឿរបបសម្ដេចទៅសង្ឃឹមថាលោករដ្ឋមន្ត្រីសុនច័ន្ទផលលោករដ្ឋមន្ត្រីអូនព័ត៌មានរដ្ឋអីហ្នឹងណាមិនស្លាប់ដោយសាររោគទាបទៀតទេចុះណាមិនត្រូវបានស៊ើបអង្កេតពាក់ព័ន្ធអំពើពុករលួយត្រូវគេចាប់ដាក់គុកឲ្យស្លាប់នៅក្នុងគុកទេចុះសង្ឃឹមចឹងចាស់សង្ឃឹមថាលោកមេតបទាបាញ់ទាសីហាយហ្នឹងសង្ឃឹមថាมันមានបញ្ហាទេណាអ្វីដែលធ្វើឲ្យរបបកុម្មុយនីសផ្ដាច់ការភ័យបំផុតណាគឺមនុស្សដែលពួកគេទុកចិត្តបំផុតនឹងឯងគឺហើយបើសិនជាមនុស្សដែលទុកចិត្តត្រូវក្បត់នៅលើគោកបាត់ហើយហ្នឹងចង់មានអីជឿទៀតមានអីសង្ឃឹមទៀតដឹងទេអូខេស្ថានភាពភ័យផ្ទៃក្នុងនៅពេលនេះដោយសារខ្លាចមេចោលថាអស់លោកដែលជាមន្ត្រីធំធ្វើខ្លួនជារ៉ូទ្រីហ្កេសបានន័យថាមានចេតនាចង់ខ្លាយទៅជាប្រធានាធិបតីដើម្បីផ្ដួលរំលំរបបមេចោលនៅក្នុងប្រទេសកម្ពុជាដោយនៅប្រទេសវេណេស៊ុយឡាពួកគាត់ម្នាក់ខំប្រឹងបង្ហាញជំហរខំប្រឹងសម្ដែងដើម្បីកុំឲ្យរបបមេចោលមើលថាគាត់ពិតជាមានជំហរចេតនាក្បត់គាត់អញ្ចឹងឲ្យយល់ថាគាត់គឺនៅតែស្មោះត្រង់មិនហ៊ានរកែកមិនហ៊ានប្រឆាំងជាមួយនឹងគ្រួសារសម្ដេចទេប៉ុន្តែនៅពេលដែលគាត់ខំប្រឹងសម្ដែងនឹងកាយវិការទង្វើសម្ដីទ្រឹស្ដីរបស់គាត់ទាំងអស់នេះហើយធ្វើឲ្យរបបមេចោលស្រុកខ្មែរកាន់តែមានការប្រុងប្រយ័ត្នចំពោះពួកគេកាន់តែខ្លាំងឡើងហើយមិនតែប៉ុណ្ណោះឥឡូវនេះមន្ត្រីធំជាច្រើនពីមុនដែលសបាយចូលចិត្តគ្រឿងស្រវឹងចូលចិត្តអីណាចូលចិត្តផឹកគ្រឿងស្រវឹងឥឡូវក៏គាត់កាត់បន្ថយច្រើនដឹងទេប៉ុន្តែពេលដែលគាត់ឲ្យមើលឃើញថាគាត់កាត់បន្ថយនៅក្នុងការប្រើប្រាស់គ្រឿងស្រវឹងណាក្រុមរបស់សម្ដេចកំពុងតែបង្កើតកម្មវិធីឲ្យយល់ថាមានកម្មវិធីការកូនមន្ត្រីជាន់ខ្ពស់កូនអុកញ៉ាយចឹងទៅដើម្បីឲ្យលោកមន្ត្រីទាំងអស់ហ្នឹងគាត់អញ្ជើញចូលរួមហើយគាត់ត្រូវតែប្រើប្រាស់គ្រឿងស្រវឹងដើម្បីដឹងថាតើមន្ត្រីទាំងអស់ហ្នឹងធម្មតាមនុស្សយើងតែកាលណាផឹកគ្រឿងស្រវឹងហើយគឺនិយាយមកអ្វីដែលលាក់នៅក្នុងចិត្តនឹងត្រូវបែកឃ្លីកអស់ឥឡូវគេប្រើយុទ្ធសាស្ត្រនឹងទៀតហូ my god ហ
ហើយបើសិនជានៅក្នុងករណីដែរមានការរៀបចំពិធីឧទាហរណ៍មានការរៀបមង្គលការអ្នកណាដែលជាការចាត់តាំងដែលឲ្យយល់ថាល្បីស័ក្តិសមអស់លោកមន្ត្រីអង្គញាមេតបដែលត្រូវចូលរួមនេះណាហើយបើសិនជាការដែលអ្នកនឹងអញ្ជើញឲ្យអត់មានវត្តមានចូលរួមទៀតរត់តែស្ថិតនៅក្នុងការសង្ស័យកាន់តែធ្ងន់ធ្ងរឡើងទៀតហើយវាអញ្ចឹងចោះនឹងហើយចង់ធ្វើជារ៉ូទ្រីហ្កេសឥឡូវសម្ដេចសង្ស័យគ្រប់តែគ្នាចង់ខ្លាយជារ៉ូទ្រីហ្កេសយោចង់ក្បត់ម៉ាឌូរ៉ូហ៎រ៉ូទ្រីហ្កេសក្បត់ម៉ាឌូរ៉ូចូលរ៉ូទ្រីហ្កេសនៅកម្ពុជាចង់ក្បត់គ្រួសារម៉ាឌូសែនទេចង់ក្បត់ម៉ាឌូណែទេយ៉ាមួយទៀតរបាយការណ៍ស៊ើបអង្កេតបានឲ្យដឹងថាស្ថានទូតចិននៅទូទាំងពិភពលោកជាពិសេសស្ថានទូតចិននៅប្រទេសកម្ពុជាបានក្លាយទៅជាមូលដ្ឋានចារកម្មរបស់កុម្មុយនីសចិនយ៉ាងធ្ងន់ធ្ងរស្ថានទូតតាមរបាយការណ៍សម្ងាត់បានឲ្យដឹងថាគ្រប់ស្ថានទូតចិននៅជុំវិញពិភពលោកទាំងអស់ស្ថានទូតចិននិងស្ថានអគ្គកុងស៊ុលរបស់ចិនគឺសុទ្ធតែជាទីតាំងមូលដ្ឋានចារកម្មរបស់ចិនទាំងអស់ជាពិសេសដូចនៅកម្ពុជាតំបន់ដែលមានការអភិវឌ្ឍរបស់ចិនសុទ្ធតែជាទីតាំងមូលដ្ឋានជាលេនដ្ឋានជាមូលដ្ឋានលេនដ្ឋានបានន័យថាកន្លែងដែលមូលដ្ឋានកងទ័ពលេនដ្ឋានគឺផ្ទុកនៅអ្វីដែលគេហៅថាម៉េចទេអានឹងបាក់យល់ឡាអាហ្នឹងឥឡូវនេះរបាយការណ៍កំពុងតែចេញបន្ថែមទៀតហើយមួយទៀតនៅក្នុងករណីដែលឲ្យមើលឃើញថាជនជាតិចិនទាំងអស់ដែលត្រូវបាន ICE និង SBI របស់សហរដ្ឋអាមេរិកធ្វើការស្រាវជ្រាវស៊ើបអង្កេតនៅក្នុងការបើកកកាយនៃឧក្រិដ្ឋកម្មឆបបោកអនឡាញនៅទូទាំងប្រទេសកម្ពុជាទាំងគ្រប់ជាតិសាសន៍ភាគច្រើនដែលជាមនុស្សអាក្រក់ចូលមកធ្វើជាជនឧក្រិដ្ឋជនទាំងអស់នេះ 99% គឺជាមនុស្សដែលមិនមានលិខិតឆ្លងដែនទេមិនមានប៉ាសពតទេបានន័យថាចូលមកប្រទេសកម្ពុជាដោយមិនស្របច្បាប់ទេសំណួរតែរបបរបស់សម្ដេចនឹងអនុវត្តច្បាប់ដោយរបៀបណាចំពោះចៅឈ្លានពាននេះគឺជាចៅឈ្លានពាន 100%ទី1អត់ស្របច្បាប់ទី2ចិនយួនគឺជាចៅឈ្លានពានរបស់កម្ពុជាជាប្រវត្តិសាស្ត្រប៉ុន្តែបែរជាឲ្យមើលឃើញថាជនជាតិចិនយួនទាំងអស់នេះបានរត់ទៅស្ថានទូតចិននៅប្រទេសកម្ពុជាដើម្បីស្នើសុំទិដ្ឋាការវីសាស្នាក់នៅប្រទេសកម្ពុជាឲ្យស្របច្បាប់មើលលោកអ្នកច្បាប់ចេញក្បាល5ម៉ែត្រមើលខ្ញុំចង់ដឹងណាឥឡូវបងប្អូនខ្មែរដែលជាពលករខ្មែរដែលធ្លាប់ទៅប្រទេសថៃកន្លងមកខ្ញុំឧទាហរណ៍ឲ្យតបតើពេលដែលបងប្អូនខ្មែរយើងដែលជាពលករគាត់លួចឆ្លងដែនចូលទៅធ្វើការនៅក្នុងប្រទេសថៃពេលដែលប៉ូលីសអន្តោប្រវេសន៍ថៃគេចាប់បានតើគេយកអ្នកទាំងអស់គ្នាទៅណាគឺគេអនុវត្តច្បាប់ទី1យើងចូលប្រទេសគេខុសច្បាប់អញ្ចឹងអ្នកត្រូវតែមានទោសទី2ត្រូវបង់ផាកវិន័យទៀតទេត្រូវបង់ផាកវិន័យពេលវេលាដែលអ្នកចូលទៅប្រទេសគេជាប់គុកហើយត្រូវបង់លុយឲ្យប្រទេសគេទៀតណាព្រោះយើងចូលខុសច្បាប់ប្រទេសនីមួយៗគេត្រូវតែមានច្បាប់អញ្ចឹងឯងឃើញទេចូលប្រទេសកម្ពុជាអ ុក្រិដ្ឋជនណាបានន័យថាជនខុសច្បាប់ណាបែរជាស្រែកអួតប្រាប់ពិភពលោកថាកម្ពុជាក្នុងនាមថ្នាក់ដឹកនាំក្នុងនាមជានាយករដ្ឋមន្ត្រីនឹងក្តាមខ្យងណាក្នុងនាមជាចៅហ្វាយខេត្តណាក្នុងនាមជាចៅហ្វាយក្រុងក្នុងនាមជាអានេះអានោះអាណាអាណៃចឹងទៅបដិញ្ញាចិត្តថានឹងបង្ក្រាបឧក្រិដ្ឋកម្មអនឡាញទាំងអស់នេះឲ្យបាន 100% មិនចង់ជេរទេអានិយាយធំតាមសួរតិចមើលអានោះស្អីគេហ្នឹងហ៎មិនតែប៉ុណ្ណោះបែរជាត្រូវផ្ដល់ទិដ្ឋាការវីសាឲ្យពួកអាចៅឆ្លៀនពៀនដែលជាជនជាតិចិនអ៊ុក្រិដ្ឋជនទាំងអស់នេះឲ្យអាស្ថានទូតចិនដែលជាចៅនេះណាត្រូវចេញវីសាឲ្យពួកវាមកនៅលើទឹកដីខ្មែរដោយស្របច្បាប់ចៅហើយឲ្យមកនៅលើទឹកដីខ្មែរព្រមឲ្យនៅលើទឹកដីខ្មែរ free ទៀត
đôi chân này sẽ đó màu bánh mà trong chồng riêng bông ôn cua xa không ai ở vô tha bảo nè tụi con cái đây rồng bưng nè chắc bắp nè chắc bùi tụi con đi nó nè ta chỉ bớt bọc không ai cả lọ máu nó chắc bắp nè để chui đo sài dương ban mà đòn nữa ta miên nè chắc bắp nè để đo sài ở chui chân không ai ban cho thì thoa ban mà đòn ơi đến đây đôi chân này nông niệm dương chia và chia chân không ai chia mà cha từ đây mà cha vào đây cứ dương trừ thua chia poli ăn đau rồi mày dương trừ thua chia từ là cả dương trừ thua chia con to dương trừ tại thua chia mê tv ai ca trái còng dương trừ thua chia như vô loan mình đây dương trừ thua chia sai hai đây bạn trừ thua chăng toa tại dương thua chia nhẹ đai ăn quạt chọc bắp tớp dương ai choរួមនៅក្នុងការបោសសម្អាតពួកអាចោឆ្លៀនពៀនខុសច្បាប់ទូទាំងប្រទេសនេះបានអញ្ចឹងយើងត្រូវធ្វើម៉េចក្នុងនាមយើងជាម្ចាស់ប្រទេសយើងជាកងទ័ពយើងជាប៉ូលីសយើងជាអាជ្ញាធរយើងជារដ្ឋមន្ត្រីយើងជានាយករដ្ឋមន្ត្រីយើងមានសិទ្ធិនៅក្នុងការអនុវត្តច្បាប់ដើម្បីបណ្ដេញចោលឆ្លៀនពៀនបន្តទៅនៅក្នុងប្រទេសកម្ពុជាឲ្យវាចេញពីប្រទេសកម្ពុជាឲ្យបាន 100% ហើយយើងធ្វើបានអាហ្នឹងឃើញទេអញ្ចឹងបងប្អូនគិតថាវាជារឿងលេងសើចមែនទេហើយមួយទៀតហេតុអីបានជាជនជាតិចិនទាំងអស់ហ្នឹងអត់មានលិខិតឆ្លងដែនហើយជាអក្រិតជនហើយពេលដែលគេបោសសម្អាតផ្អើលពេញទឹកពេញដីហើយបែរជាត្រូវសុំទិដ្ឋាការវីសាដើម្បីស្នាក់នៅក្នុងប្រទេសកម្ពុជាហេតុអ្វីទី1ពួកទាំងអស់នេះបើទៅចិនវិញក៏ត្រូវតែងាប់ទាំងអស់ដែរដឹងទេជនជាតិចិនដែលប្រព្រឹត្តឧក្រិដ្ឋកម្មនៅក្នុងប្រទេសកម្ពុជាទាំងអស់នេះបើទៅប្រទេសចិនវិញបើមិនងាប់ដោយសារតែគេស្រែកថាគេនឹងអនុវត្តច្បាប់ស៊ីជីនពីងនឹងប្រើលេសថាអនុវត្តច្បាប់ដើម្បីអីកាលណាពួកនេះត្រឡប់ទៅវិញខែត្រជាក់អត់មានអីស៊ីប្រទេសចិនកំពុងក្រីក្រខ្លាំងអញ្ចឹងពួកនេះពោពេញទៅដោយគេហៅថាកម្លាំងឃើញទេពោពេញទៅដោយគេហៅថាជាយុវជនដែលមានកម្លាំងបើសិនជាពួកនេះធ្លាប់នៅប្រទេសកម្ពុជាប្រព្រឹត្តឧក្រិដ្ឋកម្មរស់ស្រួលស៊ីស្រួលដេកស្រួលហើយឲ្យត្រឡប់ទៅនៅប្រទេសចិនវិញអត់មានអីស៊ីអត់មានប្រភពចំណូលឥឡូវនេះប្រជាជនចិនមួយចំនួនធំកំពុងតែកកស្លាប់ទាំងគ្រួសារអញ្ចឹងច្បាស់ណាស់ខ្លាចពួកនេះទៅបះបោលរបបរបស់ខ្លួនទៀតហើយបើពួកនេះទៅអ្នកដែលទៅទាំងអស់ធានាថាគេនឹងប្រើពាក្យថាប្រទេសចិនរដ្ឋាភិបាលចិនកំពុងតែអនុវត្តច្បាប់ដើម្បីដាក់ទោសឧក្រិដ្ឋជនដោយគេនិយាយថានេះអរគុណកម្ពុជាដែលបានបញ្ជូនឧក្រិដ្ឋជនមេឧក្រិដ្ឋជនចិនជីទៅប្រទេសចិននៅក្នុងការអនុវត្តច្បាប់ដាក់ទោសតាមផ្លូវច្បាប់របស់ប្រទេសចិននេះឃើញទេដូច្នេះអ្វីដែលយើងត្រូវធ្វើគឺអ្វីគឺបោសសម្អាតចោលឆ្លៀនពៀនទូទាំងប្រទេសដើម្បីបោសសម្អាតយើងត្រូវធ្វើម៉េចរួមគ្នាប្រើយុទ្ធសាស្ត្រហុយទូទាំងប្រទេសបើមិនដូច្នោះទេយើងទាំងអស់គ្នានឹងខ្លាយទៅជាខ្មោចពួកឆ្លៀនពៀននឹងខ្លាយទៅជាខ្មែរដែលខ្ញុំតែងនិយាយប្រាប់អ្នកទាំងអស់គ្នាកន្លងមកដដែលអាហ្នឹងបើអ្នកទាំងអស់គ្នានៅតែមិនគិតវាទៀតអូខេតាមដំណើរទៅមើលទៅស្ថានភាពមិនមែនគ្រាន់តែបន្លំប៉ុណ្ណឹងដើម្បីបំផាន់ប្រជាជនឲ្យប្រជាជនគ្រប់គ្រងថាទង្វើរបស់ពួកអ្នកឯងនេះកំពុងតែអនុវត្តច្បាប់បន្តប្រវេសទេមែនទេសំដេចអូខេអាហ្នឹងយើងយល់អស់ហើយយើងដឹងអស់ហើយពីមុនយើងគិតថាយើងអត់ដឹងឥឡូវយើងអាចដឹងហើយស្ថានភាពនៅក្នុងប្រទេសកម្ពុជាបែបណាអូខេយើងមើលប្រទេសកម្ពុជារាល់ថ្ងៃក្រោមការបំផ្លាញរបស់បកកុម្មុយនីសគេធ្វើឲ្យមនុស្សវង្វេងតាមខ្សែភាពយន្តឃើញទេចង់ធ្វើតែជាមនុស្សដែលមានចរិតតួឯងចង់ធ្វើតែខ្លួនឯងគឺជាតួឯងចង់ខ្លាយទៅជាអ្នកមានដោយមិនបាច់ធ្វើអីគ្រាន់តែធ្វើឈួតក៏បានខ្លាយទៅជាសេដ្ឋីធ្វើឲ្យមនុស្សបាត់បង់ការព្យាយាមបាត់បង់ភាពក្លាហានបាត់បង់ភាពថ្លៃថ្នូរមិនថាធ្វើរឿងថោកទាបបែបណា
ឲ្យតែបានល្បីបានលុយឲ្យខ្លាយទៅជាអ្នកដែលគេយល់ថាគឺជាអ្នកមានដែលសង្គមរាល់ថ្ងៃគេហៅថាសង្គមកខ្វក់ឃើញទេតើយើងគិតធ្វើបែបណាឥឡូវយើងមើលទៅខ្ញុំអរគុណអ្នកដែលផ្សព្វផ្សាយពាក់ព័ន្ធជាមួយនឹងប៉ូលីសនៅប្រទេសសង្ហបុរីដែលមានប្រាក់ខែចាប់ពី$6000ឡើងទៅអញ្ចឹងក្នុងនាមយើងជាប្រជាជនខ្មែរមន្ត្រីរាជការខ្មែរមន្ត្រីរាជការគ្រូបង្រៀនទូទាំងប្រទេសកម្ពុជាតើអ្នកទាំងអស់គ្នាចង់បានប្រាក់ខែដោយប្រទេសសិង្ហបុរីដែរឬក៏អត់អ្នកណាមិនចង់មែនទេហើយហេតុអីបានខ្ញុំហ៊ាននិយាយបែបហ្នឹងប្រទេសសិង្ហបុរីគ្រាន់តែជាកោះមួយដែលគ្មានធនធានធម្មជាតិទេតែគេអាចធ្វើឲ្យប្រជាជនរបស់គេរស់ដោយកិត្តិយសទេគេធ្វើឲ្យប្រទេសរបស់គេคล้ายទៅជាអ្នកនៅក្នុងអាស៊ីទី1ប្រាក់ខែមន្ត្រីរាជការរបស់គេមិនក្រោមពី$5000ទេចុះយើងប្រទេសកម្ពុជាមានគ្រប់ប្រភេទធនធានធម្មជាតិបេតិកភណ្ឌជាតិសម្បត្តិវប្បធម៌ប្រពៃណីណាពាណិជ្ជកម្មទីផ្សារធនធានមនុស្សដែលមានការដែលបណ្ដុះនៅផ្នែកកសិកម្មផ្សេងណាចុះហេតុអីបានយើងមិនអាចរស់នៅក្រោមជីវភាពដូចខ្ញុំប្រាប់ថា$1000នេះគឺតិចផងដែលខ្ញុំប្រាប់ថាបើសិនជារបបនេះដួលរលំប្រទេសកម្ពុជារៀបចំយ៉ាងយូរត្រឹមតែ1ឆ្នាំដើម្បីឲ្យមានដំណើរការរបបដឹកនាំល្អឡើងវិញមន្ត្រីរាជការទូទាំងប្រទេសប្រជាពលរដ្ឋកម្មករទាំងអស់គ្នាអាចរកចំណូលបានយ៉ាងតិចក្នុងមួយខែ$1000ក្នុងមួយនាក់យ៉ាងតិចបំផុត$1000ក្នុងមួយនាក់ហើយបើសិនជាថាអ្នកណាធ្វើជាប្រធានាធិបតីនៅថ្ងៃមុខនេះឬក៏គេហៅថាRodriguez នៅពេលដល់ខ្លីខាងមុខនេះបើថាធ្វើមិនបានចាំខ្ញុំប្រាប់ថាធ្វើយ៉ាងម៉េចបានបើថាអត់ចេះធ្វើចាំខ្ញុំផ្ដល់រូបមន្តឲ្យធ្វើថាធ្វើយ៉ាងម៉េចហើយរូបមន្តដែលខ្ញុំផ្ដល់ឲ្យនោះខ្ញុំនឹងឲ្យអ្នកសួរទៅដល់មតិប្រជាជនទូទាំងប្រទេសអ្វីគ្រប់យ៉ាងការសម្រេចឋិននៅលើប្រជាជនខ្មែរដែលជាម្ចាស់អំណាចទូទាំងប្រទេសកាលណាប្រជាជនខ្មែរយកទៅគិតពិចារណាឲ្យគិតថាវាត្រឹមត្រូវស័ក្តិសមអ្នកទាំងអស់គ្នាមានសិទ្ធិនៅក្នុងការបញ្ចេញមតិដើម្បីបង្កើនសម្លេងនៅក្នុងការអនុវត្តដើម្បីឲ្យប្រជាជនមានលំហូរចំណូលដែលចាប់ពី$1000ឡើងទៅអាហ្នឹងខ្ញុំបញ្ជាក់រឿងអីដែលធ្វើមិនបានប្រជាជនមិនដល់10លានអ្នកទេប្រជាជនខ្មែរហើយនៅពេលដល់ខ្លីខាងមុខទៀតពេលដែលយើងផ្លាស់ប្ដូររបបហើយយើងត្រូវប្តឹងទៅអន្តរជាតិអាមេរិកជាធំនេះដើម្បីឲ្យទាមទារយកទឹកដីកម្ពុជាក្រោមទាំងមូលត្រឡប់មកវិញទាំងអស់ហើយមិនឲ្យបំបែកខ្លួនជាដាច់ខាតពួកអានយោបាយមួយចំនួននៅតែមានឱកាសកេងប្រវ័ញ្ចចង់បំបែកកម្ពុជាលើកម្ពុជាក្រោមដើម្បីគ្រប់គ្រងផលប្រយោជន៍ទូនីតិអំណាចមិនអាចទេកម្ពុជាគឺតែមួយតែប៉ុណ្ណោះឯងមិនអាចកម្ពុជាបែងចែកជាពីរទេមិនអាចបំបែកទង់ជាតិរបស់ប្រទេសកម្ពុជាបានទេបញ្ជាក់ម្ដងទៀតក្នុងនាមខ្ញុំជាខ្មែរមួយរូបមិនមែនខ្ញុំជាប្រធានាធិបតីឬក៏មេដឹកនាំទេប៉ុន្តែបើកាលណាយើងមិនសាមគ្គីគ្នាបើនៅតែបន្តបែកបាក់ប្រទេសនេះគ្មានថ្ងៃសង្គ្រោះបានទេមានតែយើងរួមសាមគ្គីគ្នាខ្មែរលើខ្មែរកណ្ដាលខ្មែរក្រោមខ្មែរជនជាតិភាគតិចខ្មែរអ៊ីស្លាមបើមិនដូច្នោះទេយើងនឹងវិញ្ញាណដូចសប្តាហ៍ថ្ងៃហ្នឹងចឹងពីពេលនេះតទៅយើងមិនអាចបំបែកបានតទៅទៀតទេបញ្ជាក់ម្ដងទៀតនឹងពួកអានយោបាយមួយចំនួនកំពុងតែកេងឱកាសគិតថាបើសិនជាបានកម្ពុជាក្រោមមកវិញនឹងពុះជ្រាបកម្ពុជាក្រោមទៅជាប្រទេសកម្ពុជាក្រោមសុំទោសមិនអាចទេគឺត្រូវតែមានកម្ពុជាតែមួយតែប៉ុណ្ណោះឯងអញ្ចឹងបងប្អូនប្រជាជនខ្មែរត្រូវគិតឡើងវិញណាដើម្បីយើងមានឱកាសនៅក្នុងការពារទឹកដីរបស់យើងត្រឡប់មកវិញទាំងអស់គ្នានៅក្នុងដំណាក់កាលនេះហេតុអីបានខ្ញុំហ៊ាននិយាយបែបនេះបានដូចខ្ញុំប្រាប់អញ្ចឹងប្រវត្តិសាស្ត្រថ្មីរបស់អាមេរិកដែលមានលោកប្រធានាធិបតីដូណាល់ត្រាំជាប្រធានាធិបតីនេះណាពិភពលោកប្រទេសដែលធ្លាប់មានទឹកដីកំណើតរបស់ខ្លួនពិតប្រាកដប៉ុណ្ណានឹងទទួលបានទៅវិញប៉ុណ្ណោះមិនថាដូចជារាល់ថ្ងៃឲ្យមើលឃើញការរុស្ស៊ីយូក្រែនរុស្ស៊ីឈ្លានពានយូក្រែនយកទឹកដីរបស់ប្រទេសយូក្រែនប៉ុណ្ណាក៏ដោយរុស្ស៊ីនឹងត្រូវតែទទួលយកតែទឹកដីនៃផ្ទៃកលាផែនទីរបស់ខ្លួនដើមតែប៉ុណ្ណោះឯងអញ្ចឹងទឹកដីដែលរុស្ស៊ីឈ្លានពានពីប្រទេសជិតខាងទាំងអស់នោះត្រូវប្រគល់ឲ្យប្រទេសទាំងអស់នោះវិញរៀងខ្លួនកម្ពុជាក៏ដូចគ្នានៅទីណាក៏ដូចគ្នាដែរមិនអាចល្មើសច្បាប់បានទេ
នេះគឺជាអ្វីដែលគេត្រូវរៀបចំដូច្នេះដំណាក់កាលនេះវានឹងមកដល់ទើបខ្ញុំត្រូវលើករឿងទាំងអស់នេះដើម្បីឲ្យប្រជាជនខ្មែរទាំងអស់គ្នាដឹងឲ្យច្បាស់ថាយើងត្រូវតែរក្សាទឹកដីដ៏ធំធេងរបស់យើងត្រឡប់មកវិញទាំងអស់គ្នាមិនអាចពុះជ្រៀកបំបែកទេទឹកដីកម្ពុជាលើកម្ពុជាកណ្ដាលកម្ពុជាក្រោមប្រជាជនខ្មែរកម្ពុជាលើកម្ពុជាកណ្ដាលកម្ពុជាក្រោមខ្មែរជនជាតិភាគតិចខ្មែរទូទាំងពិភពលោកខ្មែរស្នាមគឺជាខ្មែរតែមួយបញ្ជាក់ច្បាស់ណាបើសិនជាមានអ្នកនយោបាយណាមានផែនការបំបែកបំបាក់រូបមន្តនេះបានន័យថាវាមានចេតនាក្បត់ជាតិវាមានចេតនាបំរើផលប្រយោជន៍ឲ្យកុំនេះអញ្ចឹងអ្នកទាំងអស់គ្នាក្នុងនាមជាប្រជាជនមានសិទ្ធិនៅក្នុងការដាក់ទោសវាបានយ៉ាងពិតប្រាកដមិនអនុញ្ញាតឲ្យវាមានឱកាសបំផ្លាញទឹកដីរបស់យើងបន្តទៀតទេសិទ្ធិអំណាចចាប់ពីពេលដែលត្រូវផ្លាស់ប្ដូរពីពេលនេះតទៅខាងដល់ពេលខាងមុខរកខ្លីខាងមុខនេះប្រជាជននឹងខ្លាយទៅជាម្ចាស់អំណាចយ៉ាងពិតប្រាកដហើយប្រជាជនខ្មែរនឹងមានសិទ្ធិនៅក្នុងការកាន់កាំភ្លើងនៅក្នុងដៃទាំងអស់គ្នាហេតុអីទី1គេត្រូវឲ្យប្រជាជនមានសិទ្ធិកាន់អាវុធនៅក្នុងដៃដោយការគ្រប់ច្បាប់ដើម្បីអីការពារសុវត្ថិភាពបើសិនជាមានមេដឹកនាំចង់ក្រាញ់អំណាចចង់ក្បត់ជាតិដូចដែលកម្ពុជាអាមេចៅស្រុកខ្មែរសប្តាហ៍ថ្ងៃប្រជាជនមានសិទ្ធិយកអាវុធដើម្បីកំទេចពួកវាបំផ្លាញនិងដួលរំលំវាមិនឲ្យវាកាន់អំណាចផ្ដាច់ការបានដូចសប្តាហ៍ថ្ងៃនេះទេហើយប្រជាជនមិនប្រើអាវុធផ្ដេសផ្ដាស់ទេព្រោះអីពេលដែលយើងមានមេដឹកនាំបេះដូងល្អយើងបានយល់ដឹងការបណ្ដុះបណ្ដាលបង្រៀនអំពីការអនុវត្តច្បាប់សិលធម៌គុណធម៌ប្រពៃណីវប្បធម៌អ្វីដែលគេហៅថាភាពត្រឹមត្រូវយើងចេះដឹងអស់យើងខ្លាចដែរពេលដែលយើងមានជីវភាពល្អយើងមានមេដឹកនាំល្អហើយយើងមានជីវភាពល្អយើងចាប់ផ្ដើមគិតត្រូវលើកស្ទួយគុណតម្លៃសិលធម៌ជនជាតិខ្លួនឯងលើកកម្ពស់មុខមាត់សិលធម៌និងខិតខំធ្វើឲ្យប្រទេសជាតិរបស់យើងនេះគឺត្រូវតែជាប្រទេសដែលល្អស័ក្តិសមនឹងប្រទេសដែលមានប្រវត្តិសាស្ត្រដ៏ផូរផង់នៃប្រពៃណីវប្បធម៌បុរាណដ៏រុងរឿងអញ្ចឹងយើងមានជីវភាពល្អហើយមានសេចក្តីថ្លៃថ្នូរហើយមានការទទួលស្គាល់ទូទាំងពិភពលោកហើយហេតុអីក៏យើងត្រូវចង់ឲ្យពិភពលោកគេមើលមកថានេះជនជាតិយើងគឺជាអពតជនជាតិយើងគឺជាចោររាល់ថ្ងៃពិភពលោកដូចខ្ញុំប្រាប់អញ្ចឹងគេសួរថា Where are you from I'm from Cambodia គាត់នៅលើសរ I'm from Cambodia គេនឹកឃើញអពតបាត់ហ្នឹងគាត់ I'm from Cambodia គេនឹកឃើញអាមេចៅស្រុកខ្មែរដែរណាសិតអ៊ុក្រិតជនសិតចោររាល់ថ្ងៃណាមានកិត្តិយសទេមានមុខមាត់ទេខ្ញុំសួរអ្នកទាំងអស់គ្នាមើលអញ្ចឹងអ្វីគ្រប់យ៉ាងយើងធ្វើបានទាំងអស់ឲ្យតែភាពត្រឹមត្រូវស្របច្បាប់ព្រោះនៅក្នុងដំណាក់កាលចិត្តដួលរលំនៃរបបកុម្មុយនីសផ្ដាច់ការគឺពួកឱកាសនិយមវាតែងតែងើបក្បាលមកច្រើនណាស់ដើម្បីធ្វើជាតួអង្គអាខ្លះធ្វើតួអីទេធ្វើតួស្ដេចធ្វើតួខ្សែរាជវង្សអាខ្លះធ្វើតួខ្សែអ្នកតស៊ូចេញមកអួតតែខ្លួនឯងជាបណ្ដាញអ្នកស្រឡាញ់ណាណៃសម្បើមហ្នឹងពួកអស់នេះសុទ្ធតែពួកអាបោកប្រាស់ដើម្បីចង់បានអំណាចវាមិនដែលធ្វើអ្វីដើម្បីប្រយោជន៍ជាតិបានម្ដងទេវាមិនបានទៅការពារអាយុជីវិតអ្នកទាំងអស់គ្នាបានមកប៉ឹកទេអ្នកទាំងអស់គ្នាអាចរស់បានដល់សប្តាហ៍ថ្ងៃនេះគឺអ្នកទាំងអស់គ្នាការពារអាយុជីវិតខ្លួនឯងដោយលំបាកបំផុតគួរតែដឹងហើយអញ្ចឹងឈប់ឲ្យពួកអស់នេះមានឱកាសនៅក្នុងការបំផ្លាញប្រទេសជាតិនិងអាយុជីវិតខ្មែរតទៅទៀតខ្មែរយើងត្រូវតែបង្កើននៅធនធានមនុស្សបានច្រើនលើកស្ទួយការមានកូនឲ្យបានច្រើនមិនមែនឲ្យក្រវេទនាហើយធ្វើឲ្យមនុស្សភ័យខ្លាចនឹងការមានកូនភ័យខ្លាចនឹងការមានកូនហើយខ្លាចពេលមានកូនមកកូនធំឡើងខ្លាចតែជាកូនដែលមិនដើរដោយកន្លងអង្គាល់កន្លងធាត់ច្រឡំកន្លងគាត់កន្លងធាត់ខ្លាចកូនខ្លាចទៅជាមនុស្សបាបផ្សាខ្លាចកូនខ្លាចទៅជាមនុស្សញៀនថ្នាំខ្លាចកូនខ្លាចទៅជាចោរខ្លាចកូនខ្លាចទៅជាបេសញ្ញាចាលាក់នឹងលាក់ឃើញទេដោយសារអីដោយសារសង្គមវាជាសង្គមបេសញ្ញាចាជាសង្គមមេចោជាសង្គមគ្រឿងញៀនជាសង្គមម៉ាហ្វីយ៉ាជាសង្គមឃាតករជាសង្គមខូខើចុះបើយើងមានការដឹកនាំថ្មីដល់ល្អមេដឹកនាំដែលមានបេះដូងល្អហើយកាលណាពាក្យថាមេដឹកនាំដែលមានបេះដូងល្អអារឿងថោកទាបអញ្ចេះទេវាអត់អាចកើតឡើងបានទេព្រោះមនុស្សបេះដូងល្អអត់អាចនឹកឃើញរឿងថោកទាបដើម្បីយកមកគ្រប់គ្រងអំណាចទេប៉ុន្តែអ្នកទាំងអស់គ្នាត្រូវចាំមួយទៀតថាពួកអាអ្នកនយោបាយដែលអាចបោកប្រាស់ប្រជាជនឲ្យគ្រប់គ្រងវាបានដោយសារតែវាពូកែនៅក្នុងការសន្យាថាវានឹងធ្វើឲ្យប្រទេសកម្ពុជាល្អអានោះដូចខ្ញុំលើកមិនអញ្ចឹងប៉ុន្តែខ្ញុំបញ្ជាក់មិនមែនបានឲ្យអ្នកទាំងអស់គ្នាជឿជាក់លើខ្ញុំទេគឺត្រូវជឿជាក់លើខ្លួនឯងហើយខ្ញុំក៏មិនមែនជាប្រធានាធិបតីឬក៏នាយករដ្ឋមន្ត្រីដែរ
ប៉ុន្តែខ្ញុំដឹងថាពួកឱកាសនិយមវានឹងធ្វើរឿងទាំងអស់ហ្នឹងបងប្អូនយល់ទេដូច្នេះអ្នកទាំងអស់គ្នាមានសិទ្ធិនៅក្នុងការសម្រេចយ៉ាងម៉ត់ចត់ជាម្ចាស់អំណាចហើយពេលមុនយើងគិតថាពេលដែលរបបខ្មោចអាស័យនោះរបបអាប៉ូតទី1និងរបបអាប៉ូតទី2សប្តាហ៍ថ្ងៃនេះយើងពិបាកនៅក្នុងការព្រួរំលំរបបផ្ដាច់ការវាណាព្រោះអំណាចកងទ័ពអំណាចអាវុធគ្រប់យ៉ាងគឺនៅលើគេទាំងអស់យើងអត់មានអ្វីឃើញទេរកតបាយស៊ីមិនបានផងក្រៅបាតកម្មគេគប់គ្រាប់បែកគេបាញ់ទឹកគេសម្លាប់គេគំរាមគេកំហែងគេសម្លាប់គេចាប់ដាក់គុកឡាក់ហ្នឹងឡាចឹងយើងធ្វើអត់បានទេប៉ុន្តែចាប់ពីពេលនេះតទៅរាល់បុគ្គលមានអំណាចណាក៏ដោយដែលបំរើឲ្យខ្មាំងសត្រូវធ្វើបាបប្រជាជនខ្លួនឯងអ្នកទាំងអស់គ្នាមានអាវុធក្នុងដៃគឺព្រះអគីមិនបាច់ចាំមានលុយទៅទិញកំភ្លើងទេព្រះអគីដើម្បីឲ្យពួកវាដឹងថាកំហឹងប្រជាពលរដ្ឋគឺស្មើនឹងភ្លើងបើអ្នកឯងហ៊ានធ្វើឲ្យប្រជាពលរដ្ឋឈឺចាប់អ្នកឯងនឹងជួបនឹងភ្លើងជាមិនខានទេបើអ្នកឯងធ្វើឲ្យប្រជាពលរដ្ឋឈឺចាប់គ្រួសាររបស់អ្នកឯងនឹងស្គាល់ភ្លើងហើយនេះជាអ្វីដែលយើងអាចធ្វើបានដើម្បីឲ្យពួកមានអធិបុលអំណាចដែលខូចខើទាំងអស់នោះវាដឹងថាវាមិនអាចជិះជាន់ប្រជាជនបានតទៅទៀតទេបើសិនជាវាចង់ជិះជាន់ប្រជាជនតទៅទៀតលុះត្រាតែវាគ្មានក្រុមគ្រួសារជាទីស្រឡាញ់របស់វាអាហ្នឹងវាធ្វើទៅបើវាមានក្បាលមួយម្នាក់ឯងអូខេធ្វើទៅតែបើអ្នកឯងមានគ្រួសារជាទីស្រឡាញ់ពេលដែលអ្នកឯងសាំងការឈឺចាប់ឲ្យគ្រួសាររបស់អ្នកដទៃអ្នកឯងកុំភ្លេចថាពេលនេះតទៅណាអ្នកឯងនឹងទទួលផលអ្នកឯងនឹងមិនចាំដល់ចិត្តក្រោយទេអត់ចិត្តក្រោយទេគឺឡងទៅវិញភ្លាមគ្រាន់តែថ្ងៃមុខឬក៏ថ្ងៃក្រោយឬក៏ពេលវេលាណាមួយដែលអ្នកឯងស្មានមកដល់តែប៉ុណ្ណោះឯងនេះខ្ញុំបញ្ជាក់ប្រាប់អស់លោកអ្នកដែលនៅតែក្រអឺតកតោមអំណាចចោលដដែលព្រោះយើងអត់មានអ្វីដែលតតាំងជាមួយមនុស្សដែលមានឥទ្ធិពលអំណាចទេមែនទេកន្លងមកយើងតស៊ូមតិយើងតស៊ូគ្រប់យ៉ាងទាមទារយំស្រែកនៅទីលានប្រជាធិបតេយ្យផងយើងហែជាក្បួនផងដើម្បីឲ្យអស់លោកអ្នកច្បាប់អ្នកធំពួកអាធំប៉ិនដុំអាចឲ្យវាជួយដោះស្រាយជាពិសេសសម្ដេចពកសម្ដេចម៉ែប៉ុនដានីសម្ដេចពកសម្ដេចណែតសម្ដេចបច្ចាន់មនីជួយកូនផងសម័យហ៊ុនសែនសម្ដេចពុកសម្ដេចម៉ែពុកថតណាសម្ដេចពុកសម្ដេចម៉ែសម្ដេចឪអាសម្ដេចឪនោះទៀតណាដល់ពេលមកសម័យហ៊ុនម៉ាណែតសម្ដេចពុកសម្ដេចម៉ែប៉ុនដានីសម្ដេចហ៊ុនម៉ាណែតសម្ដេចបច្ចាន់មនីសម្ដេចឪទេចុះដែលឃើញអាឆ្កែណាទៅដោះស្រាយឲ្យអ្នកទាំងអស់គ្នាបានមួយណាអញ្ចឹងយើងល្មមមានបទពិសោធន៍ហើយឯងបទពិសោធន៍របស់យើងណាគឺយើងបានន័យថាយើងដោះស្រាយជាមួយពួកអ្នកមានឥទ្ធិពលអំណាចនេះដោយសន្តិវិធីច្រើនអស់ផ្លូវដែរហើយអញ្ចឹងល្មមដល់ពេលដែលយើងត្រូវដោះស្រាយជាមួយវាដោយធွာក្តៅម្ដងពេលដែលយើងឲ្យលំទោនដើម្បីសំការរស់រៀនមានជីវិតនៅក្រោមអំណាចខុសខើរបស់ពួកវាយល់ថាយើងនេះមិនស្មើនឹងសត្វដែលវាចង់ជន់ចង់កិនចង់កំតិចចង់ដុតចំសម្លាប់ស្មានណាក៏បានដូច្នេះពីពេលនេះតទៅអ្នកណាដែលមានឥទ្ធិពលអំណាចប៉ះពាល់គ្រួសារខ្មែរដែលស្រូតត្រង់តូចតាចអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែសម្លឹងថាផ្ទះរបស់វាមានប៉ុន្មានកន្លែងគ្រួសាររបស់វាមានប៉ុន្មានអ្នកទ្រព្យសម្បត្តិធនធានរបស់វាមាននៅកន្លែងណាខ្លះអ្នកទាំងអស់គ្នាធ្វើបានមិនពិបាកទេយ៉ាងច្រើនអ្នកក្រុមបង្ការមនុស្សអគិភ័យគាត់ធ្វើរបាយការណ៍ទៅប្រាប់ថាទូសេខ្សែភ្លើងតែប៉ុណ្្នឹងឯងគឺចប់ហើយទូសេខ្សែភ្លើងអញ្ចឹងចាប់ពីពេលនេះតទៅចាំមើលថាតើមានរឿងនេះកើតឡើងអត់គ្មានណាហ៊ានទេយ៉េគ្មានណាហ៊ានមែនទេខ្ញុំក៏គិតថាប្រហែលជាគ្មានណាហ៊ានទេតែចាំមើលសិនទៅព្រោះអីមនុស្សយើងណាឬក៏ឥឡូវខ្ញុំឧទាហរណ៍ពេទ្យប៉ោងមួយទៅចាស់ពេលដែលយើងផ្លុំវាដំបងវានៅសល់ស្បែកច្រើនវាងាយផ្ទុះទេតែបើយើងផ្លុំវាកាន់តែប៉ោងទៅកាន់តែស្ដើងទៅណាហើយវាកាន់តែយូរទៅណាវានឹងផ្ទុះឯងតែម្ដងអញ្ចឹងកំហឹងរបស់មនុស្សដូចគ្នាកាលណាតែធ្វើឲ្យកាន់តែឈឺចាប់កាន់តែកើនឡើងហើយអញ្ចឹងគ្មានអ្វីទប់បានទេកំហឹងរបស់ប្រជាជនណាអត់មានអ្វីដែលទប់បានទេពេល
មុនកំហឹងប្រជាជនណាអ្នកឯងអាចទប់បានដោយសារតែប្រជាជនងើបឡើងធ្វើបាតកម្មតែប៉ុណ្ណោះឯងនោះអ្នកឯងមានឱកាសទប់ប៉ុន្តែពីពេលនេះតទៅប្រជាជនអត់មាត់ទេមែនទេប្រជាជនអត់មាត់ទេប៉ុន្តែអ្នកឯងកុំភ្លេចណាប្រយ័ត្នផងស្ងាត់រត់ជន់ជើងគ្នាអត់ទាន់ណានេះយើងគិតទៅព្រោះប្រជាជនខ្មែរយើងជាជនស្លូតត្រង់បំផុតហើយជាមនុស្សដែលរកលេខដាក់គ្មានស្លូតគ្មានពីលើលោកឯងទើបបានជាអាចោឈ្លានពានវាឈ្លានពានបានជាប្រវត្តិសាស្ត្ររហូតដល់សប្តាហ៍ថ្ងៃហ្នឹងដូច្នេះបងប្អូនអត់ដឹងថាត្រូវធ្វើម៉េចជាមួយនឹងពួកមានអំណាចឧទាហរណ៍វាទៅប្លន់ដីឃ្លីបផ្ទះសម្បែងទៅឈូសឆាយផ្ទះសម្បែងណាទៅបំផ្លាញទ្រព្យសម្បត្តិធ្វើឲ្យកូនជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នាស្លាប់ដោយប្រការណាផ្សេងមិនអាចតវ៉ាមិនអាចរងយុត្តិធម៌បានអូខេសង្ងំសិនទៅហើយសង្កេតមើលថាវាមានអីខ្លះវាមានរោងចក្រប៉ុន្មានវាមានក្រុមហ៊ុនប៉ុន្មានវាមានបរិយាប៉ុន្មានវាមានវីឡាប៉ុន្មានវាមានឡានប៉ុន្មានណាវាមានអាជីវកម្មប៉ុន្មានវាមានខុនដូប៉ុន្មានវាមានរីសតប៉ុន្មានហើយគ្រួសារវាមានប៉ុន្មាននេះចាំបូកសរុបឲ្យវាម្ដងគឺហើយមែនទេពួកអាខ្លាំងអាហ្នឹងពួកអាខ្លាំងណាមានអ្នកខ្លះគាត់លួចខ្សឹបដែរគាត់ថាចាំមើលខ្ញុំធ្វើឲ្យមើលចេះចាំមើលគេដែរហ្នឹងណាពួកគាត់ចង់ប្រាប់ថាគាត់អត់មានអីសល់ទៀតទេឥឡូវនេះតែមួយចំនួនណាគឺអស់លេងបំផ្លាញទ្រព្យសម្បត្តិគ្រួសារប្លន់គេដោយស្របច្បាប់ហើយគ្រួសាររបស់គេស្លាប់ទាំងគ្រួសារទៀតមួយចំនួនណាគាត់ថាតិចទៀតដល់ពេលហើយមកខ្ញុំគង់តែស្លាប់ដែរទេគាត់ថាគាត់កំណត់ទីតាំងរួចរាល់អស់ហើយមួយចំនួនតូចតែអ្នកមួយចំនួនធំខ្ញុំមិនដឹងទេអាហ្នឹងខ្ញុំគ្រាន់តែបដិយុទ្ធសាស្ត្រឲ្យទេមិនមែនមកន័យថាខ្ញុំញុះញង់ទេពេលដែលអ្នកឯងធ្វើបាបគេអ្នកឯងយកឥទ្ធិពលអំណាចរបស់អ្នកឯងមកសម្លាប់គេគ្រប់រូបភាពអ្នកឯងមាននិយាយថាអូខ្ញុំបានប្រព្រឹត្តទង្វើអាក្រក់ដែលមិនគួរលើកលែងឲ្យបានចំពោះអ្នកទាំងអស់គ្នាខ្ញុំសន្មតែទទួលទោសទេអ្នកឯងមានដែរនិយាយពីហ្នឹងទេមិនមានទេហើយពេលដែលគេត្រូវរកចំណុចដើម្បីឈរឲ្យរងមាំក្នុងនាមជាប្រជាជនដែលទន់ខ្សោយបំផុតដែលប្រឹងរស់គ្រាន់តែសុំតែសេចក្តីសុខមិនដែលមានគំនិតថាចង់ធ្វើនាយករដ្ឋមន្ត្រីមិនចង់ធ្វើស្រេចអីទេត្រឹមតែរស់ដោយមានសេចក្តីសុខជួបជុំប្រពន្ធកូនក្រុមគ្រួសារជាទីស្រឡាញ់មិនមានបំណុលណាធ្វើការទៅមកជុំគ្រួសារធម្មតាមានលុយពេលឈឺដេកពេទ្យជាបាលជាប៉ុណ្ណឹងមានអាហារញ៉ាំគ្រប់គ្រាន់មានផ្ទះដែលមានដំបូលដែលកក់ក្ដៅរស់នៅមានដីសម្រាប់ធ្វើស្រែធ្វើចម្ការចិញ្ចឹមសត្វឆ្កែមាន់ទាគោក្របីតាមលក្ខណៈធម្មជាតិសាមញ្ញអ្នកឯងមិនឲ្យគេរស់ស្រួលផងមិនឲ្យគេរស់ផងអាសូរគេទៅចង់បានតំណែងទួនាទីមន្ត្រីរបស់អ្នកឯងទួនាទីឧត្តមស្ដីរបស់អ្នកឯងទួនាទីនាយករដ្ឋមន្ត្រីរបស់អ្នកឯងទួនាទីស្ដេចរបស់អ្នកឯងអត់សោះមិនថែប៉ុណ្ណោះអ្នកឯងបានគេមិនមាត់ហើយអ្នកឯងឲ្យពួកអាសត្រូវឈ្លានពានមកប្រមាថកាត់ទៀនមកឈ្នាននេះពេញប្រទេសទៀតយកទីផ្សារយកសេដ្ឋកិច្ចយកការងារឃើញទេសេដ្ឋកិច្ចប្រទេសកម្ពុជាបកគលឲ្យចិនឲ្យយួនអស់សំបីតែលក់ពោតស្ងោក៏អាចិនឲ្យយួនជាអ្នកលក់ដែរប្រទេសខ្លួនឯងសោះកុំថាឡើយភោជនីយដ្ឋានកុំថាឡើយអាជីវកម្មផ្សេងមើលទៅនៅក្នុងប្រទេសកម្ពុជាហើយមើលទៅពេលដែលពួកអក្រិតជនវាដើរដែលវាត្រូវរត់ប្រសាទនោះតើតាមដងផ្លូវហ្នឹងដែលខ្ញុំដាក់សួរថាតើប្រទេសចិនឬក៏ប្រទេសខ្មែរដែលមានអក្សរផ្លាកសិតតែអក្សរចិនទូទាំងប្រទេសអញ្ចឹងសួរថាអាផ្លាកអក្សរចិនហ្នឹងគឺជាអាជីវកម្មមែនទេបានន័យថាជាកន្លែងបើករ៉ូស៊ីចុះកន្លែងបើករ៉ូស៊ីហ្នឹងជាប្រទេសរបស់អ្នកណាមើលហើយបើប៉ុណ្្នឹងហើយអ្នកឯងយល់ថាខ្មែរថោកទាបខ្មែរខូខើខ្មែរសាហាវពេលដែលខ្ញុំប្រោយយុទ្ធសាស្ត្រឲ្យខ្មែរប្រើយុទ្ធសាស្ត្រហុយទៅលើពួកអាថោកទាបដែលវាបានមានអំណាចដើម្បីជិះជាន់ហើយបើកដៃឲ្យចោលឈ្លានពានដែលសម្រាប់គ្រួសារខ្មែរជាង100ឆ្នាំមកហើយគឺអាយុអាចិននេះឲ្យវាមកឈ្លានពានលើក្បាលខ្មែរគ្រប់ប្រភេទហើយខ្មែរត្រឹមតែធ្វើកញ្ចាស់វាមិនតែប៉ុណ្ណោះពេលខ្លះវាបាញ់សម្រាប់ខ្មែរដែលជាសន្តិសុខជាកម្មករស្លាប់ដូចឆ្កែដូចឆ្មាមិនដែលមានយុត្តិធម៌ណាដោះស្រាយឲ្យទេថែមទាំងនាំគ្នាយកឡានដែលមានតំណែងទួនាទីជាន់ខ្ពស់មកដឹកជញ្ជូនបញ្ជាខ្លួនវាដើម្បីទៅរកកន្លែងសុវត្ថិភាពរៀងៗខ្លួនទៀតលំមដល់ពេលដែលស័ក្តិសមនៃពួកអ្នកឯងដែលសាហាវទទួលយកកម្មហើយដាំពូជអីនឹងទទួលបានផលនឹងហើយពីពេលនេះតទៅដាំផ្លែអីនឹងបានផ្លែហ្នឹងឯង
កុំភ្លេចពីពេលនេះតទៅអ្នកឯងនឹងទទួលបានផ្លែផ្កាពីប្រជាពលរដ្ឋនឹងផ្ដល់ឲ្យអ្នកឯងយ៉ាងពេញចិត្តឥឡូវមើលទៅតើមានរឿងនឹងឬក៏អត់នៅក្នុងប្រទេសកម្ពុជាមិនបាច់ទៅឆ្ងល់រឿងអន្តរជាតិទេរឿងអន្តរជាតិគេចេះដោះស្រាយហើយអញ្ចឹងអ្វីដែលយើងត្រូវដោះស្រាយក្នុងនាមយើងនៅក្នុងប្រទេសថាយើងកំពុងតែប្រឈមនឹងអ្វីខ្លះយើងត្រូវតែមានដំណោះស្រាយដើម្បីមានជីវិតនិងមានអំណាចជាម្ចាស់កម្មសិទ្ធិនៃប្រទេសខ្លួនឯងបែបណាខ្លះដើម្បីកូនចៅរបស់យើងចំនួនក្រោយមិនមែនអង្គុយចាំទទួលព័ត៌មានអន្តរជាតិទេព្រោះយើងជាអ្នករងគ្រោះយើងជាអ្នកស្លាប់គ្រួសារជាទីស្រឡាញ់របស់យើងជាអ្នកឈឺចាប់វេទនាគេធ្វើឲ្យគ្រួសាររបស់យើងมันអាចមានសេចក្តីសុខជួបជុំក្រុមគ្រួសារក្រីក្រវេទនាមិនទាន់គ្រប់អាយុផងត្រូវតែត្បល់ទៅរកចំណូលទៅធ្វើកម្មករនេះកម្មករហាងកម្មករនេះកម្មករនោះដើម្បីបានលុយមកដោះស្រាយទុកគ្នាខ្លះឲ្យគ្នារស់ទាំងលំបាកមិនមានឱកាសបានរៀនសូត្រខ្ពង់ខ្ពស់មិនមានឱកាសបានទទួលភាពកក់ក្ដៅពីក្រុមគ្រួសារជាទីស្រឡាញ់ដែលពួកវាខកខើវិជាជាន់ហើយវាមិនឲ្យគេនិយាយប៉ះគ្រួសារវាសំបីតែមួយម៉ាត់កំថាឡើយវាព្រមអនុញ្ញាតឲ្យគេធ្វើបាបគ្រួសារវាដូចដែលវាដឹកនាំធ្វើបាបគ្រួសារខ្មែរទូទាំងនគរយ៉ាងប្រៃផ្សៃអញ្ចឹងអ្នកទាំងអស់គ្នាពិចារណាទៅថាអ្នកទាំងអស់គ្នាត្រូវដោះស្រាយបែបណាខ្លះមានអ្វីដែលត្រូវធ្វើខ្លះយើងទាំងអស់គ្នាមានកាតព្វកិច្ចនៅក្នុងការការពារជាតិទឹកដីអាយុជីវិតខ្មែរទូទាំងនគរអាហ្នឹងដែលយើងមានកាតព្វកិច្ចពិតប្រាកដហើយខ្ញុំលើកឡើងនេះបើសិនជាខ្ញុំលើកអត់ត្រូវខ្ញុំគិតថាប្រជាជនខ្មែរមិនគ្រប់គ្រងខ្ញុំទេនៅក្នុងប្រទេសកម្ពុជាប្រហែលជាអត់មានរឿងហ្នឹងទេមែនទេអូខេបើអត់មានរឿងហ្នឹងទេកុំខ្វល់ប៉ុន្តែខ្ញុំលើកសម្រាប់តែអ្នកដែលជួបហើយប៉ះហើយរងគ្រោះហើយខ្ញុំគិតថាមិនខ្វះទេព្រោះនៅក្នុងការរងគ្រោះទាំងអស់នោះខ្ញុំនេះក៏ប៉ះមុនគេដែរហើយខ្ញុំប៉ះនេះនៅសម័យមិនទាន់ទំនើបខ្លាំងសាហាវដែលហែកដែលគេហៅថាដណ្ដើមបាយកន្ទុយឆ្កែផងឥឡូវនេះគឺវាដណ្ដើមបាយកន្ទុយឆ្កែណាបានន័យថាស្រូវមួយគ្រាប់វាជ្រៀកចូល100ជំរាបបាត់ទៅហើយបើប្រៀបធៀបវិញណាពីមុនណាមកចង្រុកមកផ្ទះអាចស៊ីបាន2ឆ្នាំពីមុនណាស្រូវមកចង្រុកមកផ្ទះស៊ីបាន2ឆ្នាំឥឡូវនេះណាមកគ្រាប់សឹងតែចែក100គ្រួសារហេតុអីតើនៅក្នុង100គ្រួសារនឹងមានដីស្រែសល់ទេមានដីសម្រាប់ធ្វើស្រែទេមានដីសម្រាប់ធ្វើផ្ទះជាកម្មសិទ្ធិខ្លួនឯងទេតើ100គ្រួសារហ្នឹងមានចំពាក់បំណុលធនាគារចំពាក់បំណុលឯកជនទេតើ100គ្រួសារហ្នឹងមានអាហារញ៉ាំគ្រប់គ្រាន់ទេមានសម្លៀកបំពាក់ត្រឹមត្រូវទេមានថ្នាំសង្កូវទេកូនចៅមានបានរៀនសូត្រត្រឹមត្រូវទេការរស់នៅមានដំបូលជ្រោកមកលុបត្រជាក់កក់ក្ដៅមិនខ្លាចពេលភ្លៀងមកខ្លាចទឹកខ្លាចផ្ទះបាញ់ទេពេលថ្ងៃក្ដៅមកខ្លាចខ្លោចច្បាយខ្លាចខូចខ្លួនឬក៏គ្រោះថ្នាក់អីទេមានទេខ្លាចពេលខ្យល់ព្យុះខ្យល់កន្ត្រាក់មកទេលើផ្ទះវត្តចោលមានទេផ្ទះកក់ក្ដៅហើយនៅខ្លួនឯងដឹកនាំប្រទេសមើលទៅមិនមែនភូមិមកគឺទេគឺប្រាសាទត្រឹមតែជាចៅសោះត្រឹមតែជាឃាតករសោះត្រឹមតែជាអាយ៉ងសោះធ្វើផ្ទះសិតតែប្រាសាទបាញ់មិនភ្លុះដុតមិនឆេះដឹកនាំឲ្យគេរហូតដល់ប្រជាជនមុននឹងស្លាប់សុខចិត្តកើតផេស៊ីហើយអួតខ្លួនឯងគ្រាន់បើទៀតអាម៉ាឌូរ៉ូទី2តិចទៀតជួបរ៉ូទ្រីហ្កេសពិតប្រាកដហើយរ៉ូទ្រីហ្កេសនឹងធ្វើឲ្យអាម៉ាឌូរ៉ូទី2មិនត្រឹមតែជាប់គុកទេអាចនឹងដាច់ក្បាលក៏ថាបានដែរដំណាក់កាលចុងក្រោយនេះអាម៉ាឌូរ៉ូទី2នេះមិនប្រកាសថាមានសំណាងបានជាប់គុកដោយអាម៉ាឌូរ៉ូទី1ទេព្រោះអារ៉ូទ្រីហ្កេសនៅក្នុងប្រទេសកម្ពុជាវាដឹងច្បាស់ថាបើសិនវាធ្វើជាអារ៉ូទ្រីហ្កេសបើធ្វើជាលោកប្រធានាធិបតីរ៉ូទ្រីហ្កេសនៅក្នុងម៉ាឌូរ៉ូដែលនៅក្នុងប្រទេសកម្ពុជាដែលអាម៉ាឌូរ៉ូទី2នេះវាដឹងខ្លួនហើយនោះអញ្ចឹងมันអាចតិចដូចមករ៉ូទ្រីហ្កេសនៅប្រទេសវេណេស៊ុយឡាទេទាល់តែសាហាវខ្លាំងដូចដែលអាម៉ាឌូរ៉ូទី2នេះដែលវាកំពុងប្រុងប្រយ័ត្ននេះបើមិនដូចជំទេมันអាចខ្លាយទៅជារ៉ូទ្រីហ្កេសនៅក្នុងប្រទេសកម្ពុជាបានទេបើសិនជាធ្វើជារ៉ូទ្រីហ្កេសនៅក្នុងប្រទេសកម្ពុជាសាហាវខ្លាំងអញ្ចឹងបានន័យថាអាម៉ាឌូរ៉ូទី2នេះ
bạn ấy thay vì tới tại đại con ai cứ tới tại bao giờ ra cắt coi nick trong con tay này chơi thế chẳng không thà trong này chơi ở tới cho bàn tay qua mình trong lưng máu đối chừng sân không mà này đấy nè phải giờ tới nó ở tới thế chẳng là trong chủ biết ở lô từ ở kia thảo cá này mình chỉ ở cá này cá sáng xa đây phơi đường ở thì tụt bay cái này anh prăng sầm đáy phơi đường ở khô khơi bẩn to tiết đằng bay quắp Amaduro TP nó không có cái cam chưa có đâu có Amaduro nó không có cái cam chưa mình chưa chạy tha này anh bật chưa mình men rồi thì cái để trong ơi rồi bỏ bên đua rồi lùng đai chẳng là mồm rôm giả cá chủ mối nó bị chưa chuẩn máy đằng bay sao mà kia kia cầm chắc cho liên biến hơi được chôn có bọt chết để chia ai gió để chia đứt cái được không ca để thưa ơi ở cho liên biến miên nào cả này khoảng đấy nghe tao khi thưa bàn chẳng nghe tao khi đằng miên sẽ bắt được phép tiền cruise sang hỏi nghe tao khi đằng trai ban lực lên tung thì khoảng anh nắng trong cật thang cả lực lao được bọc trong ní và chưa chốn có quạt vô sọp thêm cái thằng quạt ai vô sọp này được không cả này bà sân chỉ nhẹ không niêm nhẹ bất triển cho luôn được không ca cầm chắc Amaduro TP đại phơi luôn chỉ đôi thì kẻ phải chỉ chốn năng lực lên tôi anh này thằng đôi cực trong đài hay sầm đách đôi kia tôi sang sầm đách đôi kia bỏ sân ba sầm đách bao sầm mát ở dưới này chân liên biên được không bỏ tay Campuchia ó anh đủ quá ba bàn tao bỏ vậy ở miền bắc sân việt ở dưới này chân đai bẩn lom luôn phơ mê toa phơ môn tây phơ mê poli phơ ọc nhà tu tiang vào đây Campuchia công ty cái này cả trong chưa tha và chưa có quan trâu sầm đách trong có quan trâu sầm đách này năm sầm đách nó biết đâu cả ba sầm đách phơ ban sầm đách này cả bàn tay mình men phơ đôi sập ngay thế mình men prao bay con được nông lẹ muối đào xa tay mình tục chất còn trai khuôn ấy dọc lẹ tha ăn vặt ca bạc trang ở bờ bốc lui đầm bay sầm lấp mà nuôi chung mình khuôn ca pi ở này khuôn sa khuôn này ăn nâng mình men thế mong on thể đâm mũi chết nó pe thả một đi cái thằng prao là bạch đôi ca sầm máy ở pôn chứ pe đai sầm lấp không ai ca sầm máy ở pôn là mới khơi thải nè sầm máy không ai ở xe nút ai mới khơi thải à xe nút cứ quan trâu để yuan cái chấp bất ở yuan này chân cứ ở bộ thể mùi rồi sầm máy ở pôn ở yuan tha cứ quan trâu đói chậm đò pe đai ở pôn vô không ai tư sầm lấp thôi sầm lấp nó này ná sầm lấp không ai việc chơi tha anh đang cứ ai yuan thế việc chơi thì không ai vô cho thằng này anh sầm lấp yuan rồi không ai cứ sập yuan sập chậm cái bên này sầm lấp nó ra ban sầm lấp yuan đi biết sầm lấp không ai đò pe sầm mày ai yuan cột cong vô không ai tư sầm lấp ôiแต่không ai hiện sầm bò so với thằng nó quạt chân cả hôm sầm lấp hãy làm pia mà bật sợ rộng máu tiếng ăn khmoi à say hà nội tiếng khmoi à bốt tiếng à bốt nơi rùa sập ngay sầm lấp không ai hỏi khoảng là lao trắng ngàn nắng sa để yuan à nu sầm lấp thảo sầm lấp à chân sập yuan sập chân nè ngọp sa để không ai thật à lên sầm mày đi cầm bông tại trăng lên các bạch nâng mà đong chết ở vô tham một cây thật để cầm bông bẹp quá nè pe đây ở vô thảo ăn đủ quạt bắp để cuốn nâng bọc ra đầm bơ bốc lui hơi kia phải xem qua ăn vô bay chơi này dùng việc sọp một cây nâng hòn nó bị chạy thảo một đi một yuan nè một yuan đâu khi ông này ai bị đào mò cái chạy đặt khi ông nâng một đôi yuan đâu bà sân nha tụi ngọc kia tranh bong ở vô bay đi tiết chắc làm nát không mà đi biết mình đua rồi lúng thế đôi chứ này đầm nặng ca đi pe đại việt tây ca bong sầm mát đợi xa với mình tốt chất của đây thoa mà đa với mình đai liên ba yuan chân thế bà việt phơ cứ việt tây đại phơ một tây ná đại chia một tây đại chia không ai năng anh rồi yuan chân mình đai tây ca ôi rồi bóp chia rồi bóp vô việt đua rồi lúng thế thằng chăng nè đại trong ôi rồi bóp chia rồi bóp biết rồi bóp trao rồi bóp biết đua rồi lúng cứ miên tay một tây đai chỉ không ai tay mà nó anh đôi chân này viên đằng sai tham một tây ní cứ con yuan chỉ chân mình làm cái luôn đất trong pram chắc ông na yuan chân chỉ nè không có một riêng ấy ta chân là yuan đa tam không nói mình hiến bạc bia phó này thôi nhá ok để chân yuan bên bên đây nè mình đào ao việt đào vô quay vô bao lại bên bên đây mình đại hiến tập bạc ai hiến thì phong cho riêng ấy hiến tập bạc ai yuan này chi cha là cam lúc đại chia mê to đại chia mê poli đại chia loạt bên tây đại chia cầm pu lọc nhà nó à lấy bà khoản ba sầm đạch ô các ba là sọc con muối mà bẹt thà này anh năng cứ chia yuan bà khoản ba ô các ba là con kia sai mới mà bẹt thà anh năng cứ chân đại đi vô sẽ chia khai thá chỉ khai hiền thế
anh năng mà trong chưa tha sầm đai cầm phong ăn ở quạt ông pơ trang pơ bọc lưới nữaคือบอสมาร์ทอาหมอนไตรพวกลวยสไตล์จิกับปุยจวนกับปุยจันแต่บอสมาร์ทนี่คือสำหรับใต้หมอนไตรได้จิขมายแต่เมื่อท่านเนี่ยไอ้ปัจเจอจะลันตักได้เหนือเมียนเจียนนิยมเหนือเมียนเอาการถึงเพื่อเอาหลบอไปดูแล้วลงไปย่ออาการนี้ให้ดำไปสำหรับขมายหนึ่งขมายแต่ว่านี้ให้เอาจิจนไตรอ้อก่อนไปชลอยการนั่งกลกัดยืนกลกัดยืนกลกัดจันแต่phầnนังไอ้โดยเฉพาะของใจบอกออกใบคอไปต่อแต่เทียนจังนักชมปรับค่ะเอาไว้ได้ยังรวมซ้ำกี่เทียบบ้านแตงบนไตรก็ได้แตงออกงาก็ได้แตงเมตัวก็ได้เมเกียก็ได้เอาแต่เนี่ยในใจจิขมายเอาไว้ได้ยังเทอบ้านคือยังรวมสาขานี้รวมซ้ำอีกนี้ดับไปต่ำจัดพวกเจ้าเชียนเปียนนังพวกอาระบบได้กาได้บ่มราเจ้าเชียนเปียนยนจันเอาเวียรถเลี้ยในขนมเปดอกไคล้ทั้งหมดนี้แต่ออกนี้คือหอยเทอบ้านแต่ออกนี้ชมดังท่าเปได้เนี่ยแต่ว่าคนนี้เปได้เรามีดำน้ำเปได้เหมือนตัวนั้นหนากาเกียกรเนี่ยแต่ว่าคนนี้ได้แค่หายค่ะเจาะคำกันโจงหรือเจาะสีกันโจงนี่เนี่ยแต่ว่าคนนี้เนยดีนะปั่นใต้เปนี่เนี่ยแต่ว่าคนนี้ปีบ้ามันไอ้ที่เราเอาไว้เปรียบเต็มบ้านได้เปได้เกเอาเนี่ยเมียนตกหลุมบ้านี่บันได้ค่ะมันเมียนเนี่ยน้ำมวยไอ้เมียนสัตสมใบใต้นี่ยัยเลิกตักจัดเอาเนี่ยสมัยตายเหมือนมัดกับขมิ้นพ่องโปรเกตเวอร์เอาโยนทานเนี่ยคือจิ้มรู้ได้อักกรอบมาพอดปันตายเนี่ยคอมเพล็กซ์เนี่ยมีหนาวกันในเราเจ๊มดดำหนักการไหนเกจัดการเนี่ยต่างกันเนี่ยตู้เตียงประเทศเอาด้วนหรือล้มเนี่ยขนมเนียมได้เอาโยนทานแกเหมือนตุกจัดเนี่ยต่างกันเนี่ยเอาโยนเลยทำไปจังเบอร์ปกติมันอันวัดบ้ามันกรุบบ้าเนี่ยต่างกันเนี่ยมีหนาวกันเนี่ยขนมกากำจัดดอกบอลไปดอยสุดถึงจังชมกระทานเนี่ยต่างกันเนี่ยมันหลงจริงชมตีเนี่ยต่างกันเนี่ยดังลำปีนโยบายได้โลกประเทศนี้จะได้โดนหนาทั้งก่อนเพื่อดันในเวเนซุเอลาให้เนี่ยต่างกันเนี่ยก็ดังได้ค่ะมนตรีในขนมระบบกรมในทุกอย่างที่พบโลกก่อเกมเหมือนโปรมอ้อยปวดกรมในสำรับเกมเป็นต่อตีได้แต่เกมไม่หลักการในขนมกาพวกอ้อยปวดดูลงโดยมาดูเราจังในไอ้เพื่อบานปันตายมวยเจ็ดจมเลิกจมเดี๋ยวสอบไปนะจมโยสอบท่าสอบแต่เก่งแต่กราวล้างเก็บปากกาท่าระบบไม่เจ้าสุขไม้ดูลงบักไหนอันดังครูท่าดูเมาหวานพออันดังจมโยสอบไปตามเด็กจมโยสอบไปนะแต่ก็chưaโยสอบอ่ะhai qua là mấy đặc chung lực áo nhà tao cái nhiều ngay gọi là vô shop đi, vô shop đi, mày nè, con trai vô shop nhóm mình chốt đái đó, bởi vô shop cái FC mình xây chốt mà này, tại bởi vô shop hướng than là phim thì vô bay sừng cung chiến đấy na, rồi chốt này, vô shop tới lương máu rồi trừ đôi chỉ đường mì rốt cái đó đường bạc xăng cái đó đường ca đang cầm chặt một tray cái đó, vô shop sao đặng máu hiện trừ đại đấy này. Em thử trong bát sọ đây đây á trong uột thì tới ra ok ok ấy lấy đi dân khơi tha than là phép điểm hạt nè mình trăm tay nó cầm một chi tê ôi tay ở lấy đi dân đang nói thật hai đây thằng mùa hai đây sập ngay trong ca bọc lai đồ bọc bạc của mình tụi trang bị phục lốt cứ chip sách của mình chân đại công cơ hôm nay cùng mình tụi trang phục lốt phơ ôi một nút vùng quên tam sai phim giống tròn phơ tay chỉ là tụ ái đôi mình trong kích ở vậy ở cho bà loạtมันเมียนตุ่มนกชัดตอนนี้ค่ะมันเมียนตุ่มนกชัดเรียนไปได้ประผลขมิ้นกาเปิงไปไอ้ขณีตัวเป็นแต่หมอขมิ้นกาโยกโยขณีขมิ้นโกนแต่กาเจนปีอ่ะเปียปีหนังขมิ้นใส่กระไดใส่หลังเป็ดประกอบมันนู่สิเจ็ดหนังคลายแต่เชื่อมันนู่อาธมาเนี่ยยมเฉลยพึ่งสาไปโดยในขนมสกุลหมอหลังไอ้มีอะไรนังอ่ะนี่คือจิกาสำลักหลงเกี้ยหรือว่าปัทวะหนังศาสนาดอดท่อมสำบ้างเริ่มรู้สึกเจ็ดรอสั้นบ้านเนื่องแต่แบบนี้เนื่องไปละนะก็มันเมียนหลักที่ประจุทับไตเมียนกาบอดฉนาวเต้ให้เวียมเมียนไตกากรบกรองกากรบรัฐบัตรได้ขาดต่อตะโกนใต้ปนไอ้โดยในกัมพูชีจีดาวนี่เองปีตะโกนปีโกนตึงใจจังตาแต่เธอยังไม่จ่อเมียนไอ้แต่บ้าปราหมายเมียนไอ้ชนะเปรียกีเต้ยังกระทักเมียนไอ้ครั้งเจียงเปรียกีเต้แต่เอาได้ท่าให้มันดูเดี๋ยวงมท่าเธอบอกเฮ้ยโอเคให้ในการเราบอกสหรัฐอเมริกาเราช่างหนังกุ้มนี่แต่ช่างพลอยในตลาดเคยมันเคยไหนนั่นน่ะการด้านต้นหนังกัมนั่งสักกัมมาเพียบเลยอีร้องโคเรียทางเจิ้งเวเนซุเอลาหนังปักกุ้มนี่จันได้หาการตัดสินปีมวยเราจัดเป็นเทียนหนังการนั่งไปชมโบเปียเจาะสมอดมาละกานั่งแอฟริกดำไปรองค้านดอนทนเทียนทำแบบว่าเราบังปักกุ้งเลยจันอะไรนี่เกี่ยวกับปุ่งเปลือยใครเด็ก
ô muối happy hái muối cả đặt toàn là cam ở đó và đây hàng trước Venezuela nó bạn cùng đi hay tí pí chặt hiền ca nên mình cho một phía rồi cho một mà là cá nâng Afric nâng lùng khăn đó là tham một post rồi bỏ bạn cùng mình chất bay cả sắp sai dạng chấp rồi ha rước đo sai cho muối đồ xi nâng bằng cam sòng quan là mất bẩn trăng nâng cung này chân và đây ra cả lồng máu cam sắp sai mình miền hào nhỉ bàn tay làm nạ can là pe bằng toàn đấy và hai kia am định năm sắp sai thì ai nâng prao cho sa cắt bà hải nâng hàng pe đầu hàng một đi buồn ca đi đang tẻng xong nơi ca sớm ẩm kê sớm ca sầm ngặt nâng vô thiên nơi cay và thế rồi bỏ bạn có một chân chẳng bảo ca na am đấy ăn vật ca đi đang cả sớm ca sầm ngặt nâng vô thiên nơi cay và thế rồi bỏ bạn có một chân đôi chân này ta là Campuchia nâng bạc qua thế Campuchia ở bạc qua ở bạc quan tầm nâng nutra tại Campuchia ở miền mùa tháng toát chân Campuchia ở miền duôn chân được không tới Campuchia à nâng ai khá rồi chuẩn bàn tay bà sân chị am đấy cái ăn vật rất là này được trong ram chẳng mua than toát chân được không tới Campuchia nâng tới ban mỏng tu ngắt được bên được lấy khả một này này khai có thay du mình đấy cho bậc xem quay trăm mươi đã nhầm bọn này là lừa lại nữa à chân nó trong là nâng à bên đây được trong ram chắc bà nè từng ngóc kia khoản đỉnh từng nó công sự không tay bà cho rút ok ai nâng miên lật phò trà nhé ram toàn là cam hệ rái được hộ đo từ lúc từ liền dạ hai mươi tiền tiết giá rót am đấy nâng thua ai thì phốp lốc từ tua ban nơi pon là miên bất bạc bản ấy thà cướp bản đan pon là miên khai tu tiang thì phốp lốc nâng trơ rồi lì mình ai miên chất được không ca tranh mốc sập sai ban to từ cái gì tua bay chỉ thân là cao ca cướp rong một quan internet hoàng ngày nó cứ một quan internet lại chân của phong bảy lục pin của phốp lốc chẳng hai ban chỉ pua am pon là miên nuôi clay air rồi còn cái hai tập pon là miên say pick có pon là miên say pick chứ bạn ấy tập của qua là miền xí lôi để lục lôi tam bạn ấy qua là miền được quán đó vì nơi miền đọc cả tiết hai đây thì thưa ban ti mui buồn ít thưa qua là miền bán đào xa tay propon internet chăng propon internet Americ nâng cướp krong propon internet tu tiang thì phục lục thưa oi propon internet rồi bỏ có mấy chẳng không slap chung mà hỏi can na propon internet Americ chỉ là cướp krong hay bạn ấy qua là miền tu tiang thì phục lục đại việt chia qua đam miên say pick chia qua đam miên nuôi khai e viên nằng ngọt đại việc không miên nào căng nằng ai miên qua đam miên lớp đọc con online xong bay tay mùi màu tại trong tay đặt ram này tao ngọc nên thay qua đam miên bọc trong cái sale tục đó nè mình mẹ tại qua đam miên nó bọc trong đi pro cua thế nào bị phốp lốc đo sạch thứ ngay đi bằng co cua thằng nặng con trên cây bằng phát cứ bằng đáy và phốp qua là miền tu tiang bị phốp lốc đại chia qua là miền nuôi khỏe đại thưa ơi một nuôi dôi chuẩn lòng cái nhé đôi dạng ca mà cai phát ca bạn sang mê rô để bật bật tê tu tiang bị phốp lốc vừa ơi nuôi slap tu tiang có lốc mình đào xa ca sọc say đó bằng crom của áp quan xa qua là miền đó tu tiang bị phốp lốc chăng à ông đi cứ biết giả hai khăn nè đôi chân này bị pe khẳng mốc đo khay khẳng mốc đi của đây nâng lên cái nâng hai ông hai của đây lên bên đây uất hay mẹ nè của ai bị chia chỉ vẹt Sapo đầm miên mẹ này hà chết tay tiếng lai còn chưa là cái nào ấy chưa ấy nhưng nâng sao lại thì vậy mà đây nâng sao lại thì trọ bao tầng hai đó mà nâng đấu là hỏi nói tầng hai đấy là hơi cả năng bên đây đang sao đây thế chẳng mang chủng liếp nha tổng hợp này ở chỗ ba hai ni hay mang trong chủng liếp nha tổng hợp này thả con chui trơm được không cá lực trơn rồi bóp đã cầm bông tại điệp đua rồi lum bị thua ai khát bong à nát con bên ngay rồi bóp con trai con anh vẫn coi nè khát cút ở ban phong phải giáo ấy phong còn để ao vô tháo cái ao một ngoan nó không phun không tết ao thưa chỉ bật thiên công vào môi vô bật chân vào môi là anh đình tôi một ngoan thì tôi không phun không sao tranh một cái vô thật luôn anh nó bật chưa đôi như vô roan còn trai nhá được không phun nhá hỏi si bay luôn anh sao còn là ban bẹp lạ ao mơ thằng một ngoan được không phun ao vô thật thiên công anh đình tôi đang chớn cái ao na cái ao bao chẳng ao mà đồng si đình tôi kiếm chẳng đình tôi năng mà giờ văng sao năng anh thưa anh ơi cặp tôm ai tranh một càng cà phê chân hay phô quam trơ trong pra váy na riêng của quam sắp sai ní nè cứ chỉ riêng này pro thna đó là nặng pro sa này thằng này nè
มันchưaខ្ញុំក៏hayទៅតែអ្នកទាំងអស់គ្នាត្រូវចាំរាល់អ្នកដែលគ្រប់គ្រងកុម្មុយនីទាំងអស់ដែលជាពិសេសគឺគ្រប់គ្រងអារុស៊ីអាយួនអាចិនអ្នកទាំងអស់គ្នាចាំតែមើលថាលទ្ធផលអនាគតអ្នកទាំងអស់គ្នានឹងជួបរឿងអីខ្លះអ្នកទាំងអស់គ្នាគិតថាអាមេរិកគេធ្វើលេងមែនតោប្រហែលហើយអាមេរិកមិនកើតទេតោះអាចិននោះបានខ្លាំងដែរតាមហ្នឹងទៅចឹងហើយឥឡូវយើងមើលកន្លងមកដែលស្ថានទូតអាមេរិកក៏បញ្ជាក់ណាផេករបស់ស្ថានទូតអាមេរិកដែលផុសកន្លងមកកិច្ចសហប្រតិបត្តិការសំខាន់រវាងកម្ពុជានិងសហរដ្ឋអាមេរិកជាអ្នកឈានមុខគេនៅក្នុងតំបន់កម្ពុជាគឺជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលចុះអនុសារណៈនៃការយោគយល់ទ្វេភាគីស្ដីពីទ្រព្យសម្បត្តិវប្បធម៌ជាមួយនឹងសហរដ្ឋអាមេរិកយល់ទេថាវាមានន័យស៊ីជម្រៅបែបណាបើសិនជាផេករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានេះណានៅសម័យអាបៃដិនណាបើផុសត្រឹមប៉ុណ្្នឹងគឺជារឿងកប៉ិកប៉ុកសាមញ្ញទេព្រោះសម័យអាបៃដិនបានតែនិយាយវាអត់អនុវត្តទេប៉ុន្តែអាមេរិកហើយមន្ត្រីស្ថានទូតអាមេរិកអាណត្តិលោកត្រាំនេះណាអាមេរិកគឺជាប្រទេសមិនមែនបកទេបងប្អូនត្រូវដឹងថាមន្ត្រីស្ថានទូតនីមួយចុះទៅកាន់ប្រទេសនីមួយគឺតំណាងឲ្យប្រទេសមិនមែនតំណាងឲ្យគណៈបកកណ្ដាលអំណាចឬគណៈបកប្រឆាំងទេតំណាងឲ្យប្រទេសអាមេរិកទាំងមូលមន្ត្រីស្ថានទូតខ្មែរតំណាងឲ្យប្រទេសខ្មែរមន្ត្រីស្ថានទូតអាមេរិកតំណាងឲ្យប្រទេសអាមេរិកប៉ុន្តែសម្រាប់របបផ្ដាច់ការគេឲ្យយល់ថាមន្ត្រីស្ថានទូតខ្មែរនៅគ្រប់ប្រទេសទាំងអស់សិតតែជាតំណាងឲ្យបកកណ្ដាលអំណាចបកចោលបងចោលបងអុក្រិតជនលបងមេថ្នាំញៀនហើយលបងក្មេងទំនើងលបងម៉ាហ្វីយ៉ាលបងមេជួញដូរសរីរាង្គអីអញ្ចឹងមកខ្ញុំប្រាប់អ្នកទាំងអស់គ្នាដឹងទេពេលដែលលោកប្រធានាធិបតីដូណាល់ត្រាំឡើងកាន់តំណែងសហរដ្ឋអាមេរិកត្រូវប្រកាសឲ្យមន្ត្រីស្ថានទូតដែលតំណាងឲ្យក្រុមពួកអាឆ្វេងទាំងអស់ដកចេញពីស្ថានទូតអាមេរិកទូទាំងពិភពលោកព្រោះមន្ត្រីស្ថានទូតដែលសម័យកាលអាបៃដិនទាំងអស់នេះគឺវាគ្រប់គ្រងចលនាខ្ទុយដែលបំផ្លាញដែលគេហៅថាចូលរួមយុទ្ធសាស្ត្រលុបបំបត្តិមនុស្សជាតិលើផែនដីនៅក្នុងផែនការយុទ្ធសាស្ត្ររបស់ពួក WES និងពួកគណៈបកដបអន្តរជាតិបានន័យថាដែលយុទ្ធសាស្ត្រវាត្រូវលុបបំបត្តិមនុស្ស 6000 លានអ្នកលើពិភពលោកដែលពិភពលោកទាំងមូលមានមនុស្សចំនួន 7000 លានអ្នកជាងនៅលើពិភពលោកវាត្រូវឲ្យមនុស្សលើពិភពលោកត្រូវតែលុបបំបត្តិជាង 6000 លានអ្នកទុកតែ 1000 លានអ្នកនៅលើពិភពលោកជាមួយពួកវាតែប៉ុណ្ណោះឯងវាគ្រប់គ្រងពួកអាខ្ទើយដែលហើយបងប្អូនខ្ទើយដែលត្រឹមត្រូវកុំរើខ្លួនដាក់ពួកអាខ្ទើយដែលវាខំប្រឹងអួតថាវាល្បីហ្នឹងគឺពួកអាចលនាដែលបំផ្លាញនៅក្នុងយុទ្ធសាស្ត្រជាមួយគ្នានឹងឯងដូច្នេះហើយស្ថានទូតអាមេរិកនៅក្នុងប្រទេសកម្ពុជានេះគឺតំណាងឲ្យសហរដ្ឋអាមេរិកហើយបើសិនជាអ្នកឯងគិតថាស្ថានទូតអាមេរិកនេះបង្កើតអ្នកឯងត្រៀមខ្លួនទៅមើលឲ្យច្បាស់ណានៅក្នុងអាស៊ីអាគ្នេយ៍ណាកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងកម្ពុជាធំជាងគេនៅក្នុងអាស៊ីអាគ្នេយ៍បានន័យថាអាមេរិកចាប់អារម្មណ៍ចំពោះកម្ពុជាធ្ងន់ធ្ងរណាស់យកចិត្តទុកដាក់ហ្នឹងកម្ពុជាខ្លាំងណាស់អូខេបន្តទៀតកិច្ចសហប្រតិបត្តិការសំខាន់សហរដ្ឋអាមេរិកនិងកម្ពុជាជាអ្នកឈានមុខគេនៅក្នុងតំបន់កម្ពុជាគឺជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលចុះអនុសារណៈនៃការយោគយល់ទ្វេភាគីស្ដីពីទ្រព្យសម្បត្តិវប្បធម៌ជាមួយនឹងសហរដ្ឋអាមេរិកទ្រព្យសម្បត្តិវប្បធម៌ឥឡូវយើងឧទាហរណ៍ដូចជាទ្រព្យសម្បត្តិវប្បធម៌ដូចជាប្រាង្គប្រាសាទបុរាណខ្មែរកម្ពុជាបានមានកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាមួយអាមេរិកប៉ុន្តែបែរជាប្រគល់ឲ្យអាចិនធ្វើលេងដ្ឋាននៅក្រោមប្រាង្គប្រាសាទអង្គរវត្តតើអានឹងគឺជាអ្វីផ្លូវក្រោមប្រាង្គប្រាសាទរបស់ខ្មែរនេះអានឹងគឺជាអ្វីមិនត្រឹមតែផ្លូវទេ
lên là than đo sầm khăn nở cao prang bà sát ông có bót rùa đầm bay ở vô tha bờ sân chia bê đây on trả chết còn tích lên là than đồ bỏ chân nơi không bà đây Campuchia hỏi lên là than nó vì nơi cao prang bà sát có bót trăm trăm ba chia bà chia chôn không mai tu tiang bà đây cao tô Ame đây chia mình khăn đây ở vô tha Amric bỏng plan prang bà sát bổ ra đồ bỏ không mai bàn tay Việt vươn lên là than nơi cao prang bà sát ông có bót ông có năng thế rùa hạt ấy vì cách tha Amric là đội môn đội đại bê đại Israel ở vô tha Israel tụm lẹ crop bay từ lơ một tí pet nơi Gaza nơi Palestine mình chám ấy tiếng này buộc Hamas Palestine Việt vươn lên là than nơi crop một tí pet để miên tiếng cổ ma miên tiếng Krupe miên tiếng Trang Chorian miên tiếng John Pika hỏi phụ việc lòng đã một tí pet nó khuôn ấy vì cháu thả Israel trên đại phơ hỏi vì ôi không mà xa qua đâm lên mấy lẽ tôi tiếng bị phốc lộp sai bằng lòng đập bay ôi một nút đáy mình đang rương shop Israel không Israel đại ca bất cứ của hàng ma viên chỉ nẹt phơ khuôn anh bàn tay nó không bàn tay qua đâm lên trở nên ấy cứ cái bàn bằng hai qua tay nhạc bàn luôn tha của việc bản phơ lên là than nơi cao một tí pet cả giá làm cho bác cả hai đôi chân này hai nơi một tí Campuchia có đôi kia cứ rộng một tí pet thông thông nó không thể Campuchia nơi cao mu sắc cái chân lên là than chả ốc đập bay ở vô tháp bên đây ăn rạ chết vừa bài đi bản nè rồi bỏ bỏng này đi đừng xế tha hai ấy ban chia lột sở ấy ai nhạc rõm mà lên vừa ba phải chia chôn tuân sau đó bỏ nhôm để chia và chia chôn slow trăng ở phải chia chôn đi quan trô ẩm này rồi bỏ vía bằng thọ tiết à chia sai vào